ខ្ញុំប្រកាសណាសូមនមស្ការចំពោះប្រជុំ3នៃបត្រៃរតន៍ជារតនៈដ៏ដងឧត្តមប្រសើរខ្ពង់ខ្ពស់លើសលោកសូមអនុមោទនីស្ដាប់ការអានព្រះត្រៃបិដកប្រែរួមព្រះអដ្ឋកថាក្បាលទី12ទំព័រ374សុតន្តបិដកសង្គាលកសោតទី8ឃ្នាបទី43ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់ក្នុងវត្តវេលវ័នជាកលន្តកនិវាបស្សដ្ឋានជិតក្រុងរាជក្រឹសសម័យនោះឯងកូនកហបតីឈ្មោះសង្គាលកៈក្រោកឡើងអំពីព្រឹកមានសម្ពុតស្លៀកដណ្ដប់ទទឹកនិងសក់ទទឹកចេញពីក្រុងរាជក្រឹសប្រណម្យអញ្ជលីថ្វាយបង្គំទិសទាំងឡាយច្រើនគឺទិសខាងកើតខាងត្បូងខាងលិចខាងជើងខាងក្រោមនិងទិសខាងលើឃ្នាបទី44លំដាប់នោះឯងព្រះមានព្រះភិក្ខស្ដេចទ្រង់ស្បង់នឹងបាតចៃវរក្នុងបពន្ធហសម័យហើយស្ដេចចូលទៅកាន់ក្រុងរាជក្រឹសដើម្បីបណ្ឌបាតព្រះមានព្រះភិក្ខទ្រង់ទតឃើញសង្គាលកៈកហបតីបុត្រក្រោកឡើងអំពីព្រឹកមានសម្ពុតស្លៀកដណ្ដប់ទទឹកនិងសក់ទទឹកចេញពីក្រុងរាជក្រឹសកំពុងផ្គងអញ្ជលីថ្វាយបង្គំទិសទាំងឡាយច្រើនគឺទិសខាងកើតខាងត្បូងខាងលិចខាងជើងខាងក្រោមនិងទិសខាងលើលុះទ្រង់ឃើញហើយទើបទ្រង់ត្រាស់សួរសង្គាលកៈកហបតីបុត្រដូច្នេះថាណែកហបតីបុត្រហេតុអ្វីទើបអ្នកក្រោកអំពីព្រលឹមមានសម្ពុតស្លៀកដណ្ដប់ទទឹកនិងសក់ទទឹកចេញពីក្រុងរាជក្រឹសកងអញ្ជលីថ្វាយបង្គំទិសទាំងឡាយច្រើនគឺទិសខាងកើតពេយលៈទិសខាងលើសង្គាលកៈកហបតីបុត្រក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលបិតារបស់ខ្ញុំចិត្តនឹងធ្វើមរណភាពបានផ្ដាំនឹងខ្ញុំព្រះអង្គយ៉ាងនេះថាហើយបាអ្នកត្រូវថ្វាយបង្គំទិសទាំងឡាយបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គនោះធ្វើសក្ការៈគោរពរាប់អានបូជានៅពីរបស់បិតាបានជាក្រោកឡើងអំពីព្រឹកមានសម្ពុតស្លៀកដណ្ដប់ទទឹកនិងសក់ទទឹកចេញពីក្រុងរាជក្រឹសផ្គងអញ្ជលីថ្វាយបង្គំទិសទាំងឡាយដ៏ច្រើនគឺទិសខាងកើតពេយលៈទិសខាងលើព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាណែកហបតីបុត្រក្នុងវិន័យរបស់ព្រះអរិយៈគេមិនត្រូវថ្វាយបង្គំទិសទាំង6យ៉ាងដូចនេះទេសង្គាលកៈកហបតីបុត្រក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនចំណែកក្នុងអរិយវិន័យគេក៏បីថ្វាយបង្គំទិសទាំង6ដូចម្ដេចបបិទ្ធព្រះអង្គដ៏ចម្រើនបើក្នុងវិន័យរបស់ព្រះអរិយៈគេក៏បីថ្វាយបង្គំចំពោះទិសទាំង6យ៉ាងណាសូមព្រះមានព្រះភិក្ខទ្រង់ត្រាស់ធម៌ដល់ខ្ញុំព្រះអង្គដូច្នោះចុះឃ្នាបទី45ព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាណែកហបតីបុត្របើដូច្នោះអ្នកចូលស្ដាប់ចុះចូលកំណត់ទុកក្នុងចិត្តឲ្យប្រប្រៃចុះតថាគតនឹងសម្ដែងប្រាប់សង្គាលកៈកហបតីបុត្រក៏បានទទួលស្ដាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនយ៉ាងនឹងហើយព្រះមានព្រះភិក្ខទ្រង់ត្រាស់ដូច្នេះថាមនាលកហបតីបុត្រអរិយសាវកលះបង់នៅកម្មកិលេសអំពើដ៏សៅហ្មង4ប្រការផងមិនធ្វើនៅបាបកម្មអំពើអាក្រក់ព្រោះហេតុ4យ៉ាងផងមិនសែបនៅអបាយមុខគឺប្រធាននៃសេចក្តីវិនិច្ឆ័យនៃភព6យ៉ាងផងអរិយសាវកនោះលោកវាចាបាបធម៌ទាំង14យ៉ាងនេះឈ្មោះថាជាអ្នកបាត់បាំងទិសទាំង6ប្រតិបត្តិដើម្បីជំនះក្នុងលោកទាំងពីរគឺលោកនេះក៏អរិយសាវកនោះបានប្ររពគឺថាបានពេញចិត្តហើយលោកខាងមុខក៏ពេញចិត្តទៀតលុះអរិយសាវកនោះទម្លារាងកាយទៅរមែងកើតក្នុងមនុស្សសុគតិសួគ៌ទេវលោកកម្មកិលេស4ប្រការដែលអរិយសាវកនោះលះបង់ហើយដូចម្ដេចមនាលកហបតីបុត្រការធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងសម្លាប់សត្វជាកម្មកិលេសមួយការកាន់យកទ្រព្យដែលម្ចាស់គេមិនអោយជាកម្មកិលេសមួយការប្រព្រឹត្តខុសក្នុងកាមទាំងឡាយជាកម្មកិលេសមួយការនិយាយពាក្យកុហកជាកម្មកិលេសមួយកម្មកិលេស4ប្រការនេះ
ដែលព្រះអរិយសាវកនោះបានលះបង់ហើយព្រះមានប្រភិយបានសម្ដែងពាក្យនេះហើយព្រះសក្កុតជាសាស្តាលុះទ្រង់សម្ដែងពាក្យនេះហើយទៅត្រាស់គាថាពន់នេះតទៅទៀតថាឃ្នាបទី46ការសម្លាប់សត្វមួយលួចទ្រព្យគេមួយនិយាយកុហកមួយខ្សែភរិយាបុគ្គលដតីមួយហៅថាកម្មកិលេសបណ្ឌិតទាំងឡាយមិនសរសើរឡើយឃ្នាបទី47អរិយសាវកមិនធ្វើនៅបាបកម្មព្រោះហេតុ4យ៉ាងដូចម្ដេចខ្លះពុទ្ធជនលុះអកតិព្រោះស្រឡាញ់ក៏ធ្វើបាបកម្មលុះអកតិព្រោះស្អប់ក៏ធ្វើបាបកម្មលុះអកតិព្រោះល្ងងក៏ធ្វើបាបកម្មលុះអកតិព្រោះខ្លាចក៏ធ្វើបាបកម្មមនាលកហបតីបុត្រអរិយសាវកមិនលុះអកតិព្រោះស្រឡាញ់មិនលុះអកតិព្រោះស្អប់មិនលុះអកតិព្រោះល្ងងមិនលុះអកតិព្រោះខ្លាចព្រោះហេតុទាំង4ណាអរិយសាវកនោះឈ្មោះថាមិនធ្វើបាបកម្មព្រោះហេតុ4យ៉ាងនេះព្រះមានប្រភិយបានសម្ដែងពាក្យនេះហើយព្រះសក្កុតជាសាស្តាលុះទ្រង់សម្ដែងពាក្យនេះហើយទើបសម្ដែងគាថាពន់នេះតទៅទៀតថាឃ្នាបទី48អ្នកណាប្រព្រឹត្តកន្លងធម៌ព្រោះសេចក្តីស្រឡាញ់ព្រោះសេចក្តីស្អប់ព្រោះសេចក្តីខ្លាចព្រោះសេចក្តីវង្វេងយុះរបស់អ្នកនោះរមែងសាបសូន្យទៅដោយព្រះច័ន្ទខាងរនោចអ្នកណាមិនប្រព្រឹត្តកន្លងធម៌ព្រោះសេចក្តីស្រឡាញ់ព្រោះសេចក្តីស្អប់ព្រោះសេចក្តីខ្លាចព្រោះសេចក្តីវង្វេងយុះរបស់អ្នកនោះរមែងពេញបរិបូរណ៍ដោយព្រះច័ន្ទខាងខ្នើតឃ្នាបទី49អរិយសាវកមិនសែបនៅធម៌ជាប្រធាននៃសេចក្តីវិនិច្ឆ័យផល6យ៉ាងដូចម្ដេចខ្លះមនាលកហបតីបុត្រកិរិយាប្រកបរឿយនៅការផឹកទឹកស្រវឹងគឺសុរានិងមេរ័យដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទជាប្រធាននៃសេចក្តីវិនិច្ឆ័យភព1បានប្រកបរឿយនៅការត្រាច់ទៅតាមច្រកលហកខុសកាលជាប្រធាននៃសេចក្តីវិនិច្ឆ័យភព1ការដើរមើលមហោស្រពជាប្រធាននៃសេចក្តីវិនិច្ឆ័យភព1ការប្រកបរឿយនៅហេតុជាទីតាំងនៃសេចក្តីប្រមាទគឺលេងល្បែងភ្នាល់ជាប្រធាននៃសេចក្តីវិនិច្ឆ័យភព1ការសែបគប់នៅបាបមិត្តជាប្រធាននៃសេចក្តីវិនិច្ឆ័យភព1ការប្រកបរឿយនៅសេចក្តីខ្ជិលជាប្រធាននៃសេចក្តីវិនិច្ឆ័យភព1ឃ្នាបទី50មនាលកហបតីបុត្រតោក្នុងកិរិយាប្រកបរឿយនៅការផឹកទឹកស្រវឹងគឺសុរានិងមេរ័យដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទនេះមាន6យ៉ាងគឺវិនិច្ឆ័យទ្រព្យដែលឃើញជាក់ស្ដែងខ្លួនឯងមួយការឲ្យកើតចំនួនមួយហេតុនាំឲ្យកើតរោគទាំងឡាយមួយការនាំឲ្យខូចឈ្មោះមួយការបង្ហាញគេខ្មាស់មួយហេតុជាគម្រប់6គឺធ្វើបញ្ញាឲ្យមានកម្លាំងថយមួយមនាលកហបតីបុត្រតក្នុងការប្រកបរឿយនៅការផឹកទឹកស្រវឹងគឺសុរានិងមេរ័យដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទមាន6យ៉ាងនេះឯងឃ្នាបទី51មនាលកហបតីបុត្រតក្នុងការប្រកបរឿយនៅការដើរទៅតាមច្រកលហកខុសកាលនេះមាន6យ៉ាងគឺអ្នកនោះឈ្មោះថាមិនគ្រប់គ្រងមិនរក្សាខ្លួនមួយអ្នកនោះឈ្មោះថាមិនគ្រប់គ្រងមិនរក្សាកូនប្រពន្ធមួយអ្នកនោះឈ្មោះថាមិនគ្រប់គ្រងមិនរក្សាទ្រព្យសម្បត្តិមួយសេចក្តីរង្គៀសតែងកើតមានក្នុងកន្លែងដែលខ្លួនទៅដល់នោះមួយពាក្យដែលមិនពិតតែងធ្លាក់មកត្រូវលើបុគ្គលនោះមួយបុគ្គលនោះឈ្មោះថាបំពេញនៅធម៌ជាទុកច្រើនមួយមនាលកហបតីបុត្រទៅក្នុងការប្រកបរឿយនៅកិរិយាត្រាច់ទៅតាមច្រកលហកខុសកាលមាន6យ៉ាងនេះឯងឃ្នាបទី52មនាលកហបតីបុត្រទៅក្នុងការដើរមើលល្បែងមហោស្រពនេះ6យ៉ាងគឺរបាំក្នុងទីណាក៏ទៅក្នុងទីនោះមួយច្រៀងក្នុងទីណាក៏ទៅក្នុងទីនោះមួយការប្រគំក្នុងទីណាក៏ទៅក្នុងទីនោះមួយគេប្រជុំនិយាយរឿងព្រេងឥតប្រយោជន៍មានរឿងចម្បាំងនៃមហាភារតៈនិងរឿងនាងសិតាជាដើមក្នុងទីណាក៏ទៅក្នុងទីនោះមួយ
លបែងវាយកូនក្នុងទីណាក៏ទៅក្នុងទីនោះមួយលបែងវាយរនាតក្នុងទីណាក៏ទៅក្នុងទីនោះមួយមនាលកហបដីបុត្រតោក្នុងកិរិយាដើរមើលលបែងមហោស្រពមាន6យ៉ាងនេះឯងឃ្នាបទី53មនាលកហបដីបុត្រតោក្នុងការប្រកបរឿយនៅការលេងលបែងភ្នាល់ដែលជាហេតុជាទីតាំងនៃសក្តីប្រមាទនេះមាន6យ៉ាងគឺបុគ្គលនោះបើឈ្នះគេតែងបានពាមួយបើចាញ់គេតែងសោកស្ដាយទ្រព្យសម្បត្តិមួយវិនាសទ្រព្យសម្បត្តិដែលឃើញជាក់ស្ដែងទាន់ភ្នែកមួយកាលបើទៅសាលាវិនិច្ឆ័យគេមិនជឿស្ដាប់ពាក្យមួយពួកមិត្តអាមាត្យតែងបោះបង់ចោលមួយជាបុគ្គលដែលគេមិនត្រូវការដណ្ដឹងឬឲ្យកូនស្រីព្រោះគេគិតថាបុរសបុគ្គលអ្នកលេងល្បែងភ្នាល់មិនអាចចិញ្ចឹមប្រពន្ធបានទេមួយមនាលកហបដីបុត្រតោក្នុងការប្រកបរឿយនៅការលេងល្បែងភ្នាល់ដែលមានហេតុជាទីតាំងនៃសក្តីប្រមាទមាន6យ៉ាងនេះឯងឃ្នាបទី54មនាលកហបដីបុត្រតោក្នុងការសែបគប់នៅបាបមិត្តនេះមាន6យ៉ាងគឺពួកជនដែលជាអ្នកលេងល្បែងភ្នាល់មួយជនដែលជាអ្នកលេងស្រីមួយជនដែលជាអ្នកលេងផឹកសូរ៉ាមួយជនដែលជាអ្នកបោកប្រាស់បញ្ឆោតអ្នកដតីដោយរបស់ខ្លែងមួយជនដែលជាអ្នកបំបត្តិប្រវាញ់អ្នកដតីក្នុងទីចំពោះមុខមួយជនដែលជាអ្នកឆក់ដណ្ដើមទ្រព្យអ្នកដតីមួយជនទាំងនោះជាមិត្តសម្លាញ់របស់ជននោះមនាលកហបដីបុត្រតោក្នុងការសែបគប់នៅបាបមិត្តមាន6យ៉ាងនេះឯងឃ្នាបទី55មនាលកហបដីបុត្រតោក្នុងការប្រកបរឿយនៅសេចក្តីខ្ជិលនេះមាន6យ៉ាងគឺមិនធ្វើការងារដោយអាងថាត្រជាក់ណាស់មួយមិនធ្វើការងារដោយអាងថាក្តៅណាស់មួយមិនធ្វើការងារដោយអាងថាល្ងាចណាស់មួយមិនធ្វើការងារដោយអាងថាព្រឹកណាស់មួយមិនធ្វើការងារដោយអាងថាឃ្លានណាស់មួយមិនធ្វើការងារដោយអាងថាស្រេកណាស់មួយកាលបើជនអ្នកខ្ជិលច្រអូសនោះច្រើនដោយការបុលអាងកិច្ចយ៉ាងនេះភោគទាំងឡាយដែលមិនទាន់កើតក៏ខានកើតឡើងផងភោគទាំងឡាយដែលកើតឡើងហើយក៏ដល់នៅសេចក្តីរិចរិលទៅវិញផងមនាលកហបដីបុត្រតោក្នុងការប្រកបរឿយនៅសេចក្តីខ្ជិលមាន6យ៉ាងនេះឯងព្រមានប្រភិក្ខទ្រង់បានសម្ដែងធម៌នេះហើយព្រះសក្កុតជាសាស្តាលុះសម្ដែងធម៌នេះហើយទ្រង់សម្ដែងគាថាពរនេះតទៅទៀតថាឃ្នាបទី56បុគ្គលខ្លះជាសម្លាញ់បានតែក្នុងរោងសុរាក៏មានបុគ្គលខ្លះថាសម្លាញ់តែចំពោះមុខក៏មានបុគ្គលណាកាលបាប្រយោជន៍ខ្លួនកើតឡើងទៅធ្វើជាសម្លាញ់បុគ្គលនោះមកជាសម្លាញ់នឹងខ្លួនក៏មានកិរិយាដេកដល់ថ្ងៃមួយធ្វើសេវនកិច្ចនឹងប្រពន្ធអ្នកដតីមួយភាវៈជាអ្នកមានពាច្រើនមួយភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍មួយបាបមិត្តមួយភាវៈជាអ្នកកំណាញ់ស្វិតស្វាញមួយហេតុទាំង6នោះរមែងបំផ្លាញបរោះឲ្យវិនាសនរជនដែលមានមិត្តអាក្រក់មានសម្លាញ់អាក្រក់មានមាយាទនិងកោចរអាក្រក់តែងវិនាសចាកលោកទាំងពីរគឺលោកនេះនិងលោកខាងមុខលបែងភ្នាល់លបែងស្រីនិងលបែងស្រាមួយរបាំនិងចម្រៀងមួយការដេកថ្ងៃមួយការឲ្យគេបម្រើខ្លួនក្នុងការមិនគួរមួយពួកមិត្តអាក្រក់មួយភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញមួយហេតុទាំង6នេះតែងបំផ្លាញបរោះឲ្យវិនាសពួកជនដែលលេងល្បែងភ្នាល់ផឹកសុរាធ្វើសេវនកិច្ចនឹងស្រីដែលស្មើដោយជីវិតរបស់បុរសដតីសែបគប់នឹងបុគ្គលថោកទាបខាតលក្ខមិនសែបគប់នឹងបុគ្គលដែលមានសេចក្តីចម្រើនគ្រប់លក្ខយុះរបស់ពួកជននោះតែងសាបសូន្យដោយព្រះច័ន្ទខាងរណោចជនដែលជាអ្នកផឹកសូរ៉ាជាអ្នកក្រខ្សត់ជាអ្នកឥតមានកង្វល់ដោយការងារចិញ្ចឹមជីវិតមានតែស្រវឹងជានិច្ចប្រសិជ្ជៈសេចក្តីចម្រើនលិចចុះក្នុងបំណុលដោយដុំថ្មលិចចុះទៅក្នុងទឹកបុគ្គលនោះតែងធ្វើការងារឲ្យវឹកវរដល់ខ្លួនដោយឆាប់បុគ្គលដេកក្នុងវេលាថ្ងៃជាប្រក្រតីមិនក្រោកឡើងពីយប់ជាប្រក្រតីជាអ្នកស្រវឹងជានិច្ចជាអ្នកលេងល្បែងមិនអាចនឹងគ្រប់គ្រងផ្ទះសម្បែងបានប្រយោជន៍ទាំងឡាយ
តែងក៏ឡងហួសមនុស្សដែលលះបង់ចោលនៅការងារដោយពោលអាងថាវេលានេះត្រជាក់ណាស់ក្តៅណាស់ល្ងាចណាស់ជនណាមួយធ្វើនៅកិច្ចការរបស់បុរសមិនអើពើនៅត្រជាក់និងក្តៅក្រៃលែងជាងស្មៅទៅទៀតជននោះរមែងមិនសាបសូន្យចាកសេចក្តីសុខឡើយឃ្នាបទី57មនាលកហបតីបុត្រអ្នកត្រូវស្គាល់ពួកមនុស្សដែលមិនមែនជាមិត្តគ្រាន់តែជាមិត្តប្លន់4ពួកនេះគឺត្រូវស្គាល់មនុស្សដែលគិតយកតែប្រយោជន៍ខ្លួនថាមិនមែនជាមិត្តគ្រាន់តែជាមិត្តប្លន់មួយអ្នកត្រូវស្គាល់មនុស្សល្អតែសម្ដីថាមិនមែនជាមិត្តគ្រាន់តែជាមិត្តប្លន់មួយអ្នកត្រូវស្គាល់មនុស្សដែលនិយាយចាក់បណ្ដោយឲ្យគប់ចិត្តថាមិនមែនជាមិត្តគ្រាន់តែជាមិត្តប្លន់មួយអ្នកត្រូវស្គាល់មនុស្សជាសម្លាញ់ក្នុងការវិនិច្ឆ័យភោគទាំងឡាយថាមិនមែនជាមិត្តគ្រាន់តែជាមិត្តប្លន់មួយឃ្នាបទី58មនាលកហបតីបុត្រមនុស្សគិតយកតែប្រយោជន៍ខ្លួនមិនមែនជាមិត្តគ្រាន់តែជាមិត្តប្លន់នោះអ្នកត្រូវស្គាល់ដោយស្ថាន4យ៉ាងគឺមិត្តគិតយកតែប្រយោជន៍ខ្លួនមួយមិត្តប្រាថ្នាយករបស់ច្រើនដោយឲ្យរបស់តិចមួយតលតែមានភ័យទៅជួយធ្វើកិច្ចការរបស់មិត្តមួយសែបគប់មិត្តប្រហែលតែប្រយោជន៍មួយមនាលកហបតីបុត្រមិត្តគិតយកតែប្រយោជន៍ខ្លួនមិនមែនជាមិត្តទេគ្រាន់តែជាមិត្តប្លន់អ្នកត្រូវស្គាល់ដោយស្ថាន4យ៉ាងនេះឯងឃ្នាបទី59មនាលកហបតីបុត្រមិត្តល្អតែសម្ដីមិនមែនជាមិត្តទេគ្រាន់តែជាមិត្តប្លន់អ្នកត្រូវស្គាល់ដោយស្ថាន4គឺមិត្តទទួលរយៈដោយរបស់ដែលកន្លងហើយមួយទទួលរយៈដោយរបស់ដែលមិនទាន់មកដល់មួយសង្គ្រោះដោយអំពើឥតប្រយោជន៍កាលកិច្ចទាំងឡាយកើតឡើងភ្លាមក៏សម្ដែងអាងរបស់ខូចខាតមួយមនាលកហបតីបុត្រមិត្តល្អតែសម្ដីមិនមែនជាមិត្តទេគ្រាន់តែជាមិត្តប្លន់អ្នកត្រូវស្គាល់ដោយស្ថាន4យ៉ាងនេះឯងឃ្នាបទី60មនាលកហបតីបុត្រមិត្តនិយាយចាក់បណ្ដោយឲ្យគប់ចិត្តមិនមែនជាមិត្តទេគ្រាន់តែជាមិត្តប្លន់អ្នកត្រូវស្គាល់ដោយស្ថាន4យ៉ាងគឺបើមិត្តធ្វើអំពើអាក្រក់ក៏យល់ព្រមតាមមួយមិត្តធ្វើអំពើល្អក៏យល់ព្រមតាមមួយពរនាគុណមិត្តតែក្នុងទីចំពោះមុខមួយពោលទោសមិត្តក្នុងទីកំបាំងមុខមួយមនាលកហបតីបុត្រមិត្តនិយាយចាក់បណ្ដោយឲ្យគប់ចិត្តមិនមែនជាមិត្តទេគ្រាន់តែជាមិត្តប្លន់អ្នកត្រូវស្គាល់ដោយស្ថាន4យ៉ាងនេះឯងឃ្នាបទី61មនាលកហបតីបុត្រមនុស្សជាសម្លាញ់ក្នុងផ្លូវវិន័យមិនមែនជាមិត្តទេគ្រាន់តែជាមិត្តប្លន់អ្នកត្រូវស្គាល់ដោយស្ថាន4យ៉ាងគឺជាសម្លាញ់ក្នុងកិរិយាប្រកបរឿយនៅការផឹកទឹកស្រវឹងគឺសុរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទមួយជាសម្លាញ់ក្នុងការប្រកបរឿយនៅការត្រាច់ទៅតាមច្រកល្ហកខុសកាលមួយជាសម្លាញ់ក្នុងកិរិយាដើរមើលលបែងមហោស្រពមួយជាសម្លាញ់ក្នុងកិរិយាប្រកបរឿយនៅលបែងភ្នាល់ដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទមួយមនាលកហបតីបុត្រមនុស្សជាសម្លាញ់ក្នុងផ្លូវវិន័យមិនមែនជាមិត្តទេគ្រាន់តែជាមិត្តប្លន់អ្នកត្រូវស្គាល់ដោយស្ថាន4យ៉ាងនេះឯងព្រះមានប្រភិយទ្រង់បានសម្ដែងសេចក្តីនេះលុះព្រះសុគតជាសាស្តាសម្ដែងសេចក្តីនេះហើយទើបទ្រង់សម្ដែងពាក្យគាថាពន់តទៅទៀតថាឃ្នាបទី62បុគ្គលដែលជាមិត្តគិតយកតែប្រយោជន៍ខ្លួនមួយបុគ្គលដែលជាមិត្តល្អតែសម្ដីមួយបុគ្គលដែលនិយាយចាក់បណ្ដោយឲ្យគប់ចិត្តមួយបុគ្គលដែលជាមិត្តក្នុងផ្លូវវិន័យមួយបណ្ឌិតដឹងថាបុគ្គលទាំង4ពួកនេះមិនមែនជាមិត្តហើយក៏បីជៀសវាងឲ្យឆ្ងាយដូចជាអ្នកដំណើរជៀសវាងផ្លូវដែលប្រកបដោយភ័យដូច្នោះឃ្នាបទី63មនាលកហបតីបុត្រមនុស្ស4ពួកនេះអ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អគឺមិត្តមានឧបការៈអ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អមួយមិត្តរួមសុខទុក្ខអ្នកត្រូវដឹងថាមិត្តមានសន្តានល្អមួយមិត្តប្រាប់ប្រយោជន៍អ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អមួយមិត្តមានសេចក្តីឈឺឆ្អាលអ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អមួយឃ្នាបទី64មនាលកហបតីបុត្រមិត្តមានឧបការៈជាមិត្តមានសន្តានល្អអ្នកត្រូវដឹងដោយស្ថាន4យ៉ាងគឺរក្សាមិត្តដែលធ្វេសប្រហែសមួយរក្សាសម្បត្តិរបស់មិត្តដែលធ្វេសប្រហែសមួយ
ជាទីពំនាក់នៃមិត្តដែលមានសក្តីផិតភ័យមួយកាលបើកិច្ចដែលត្រូវធ្វើកើតឡើងហើយតែងជួយផ្ដល់ភោគជាទ្វេគុណជាងទ្រព្យដែលមិត្តត្រូវការនោះមួយមនាលកហបតីបុត្រមិត្តមានឧបការៈជាមិត្តមានសន្តានល្អអ្នកត្រូវដឹងដោយស្ថាន4យ៉ាងនេះឯងគ្នាទី65មនាលកហបតីបុត្រមិត្តរួមសុខទុក្ខជាមិត្តមានសន្តានល្អអ្នកត្រូវដឹងដោយស្ថាន4យ៉ាងគឺប្រាប់នៅអាចកំបាំងរបស់ខ្លួនដល់មិត្តមួយជួយបិទបាំងនៅអាចកំបាំងរបស់មិត្តមួយមិនបោះបង់គ្នាក្នុងគ្រាមានវិបត្តិសូម្បីជីវិតក៏ហ៊ានលះបង់ដើម្បីប្រយោជន៍ដល់មិត្តសូបដូរជីវិតមួយមនាលកហបតីបុត្រមិត្តរួមសុខទុក្ខជាមិត្តមានសន្តានល្អអ្នកត្រូវដឹងដោយស្ថាន4យ៉ាងនេះឯងគ្នាទី66មនាលកហបតីបុត្រមិត្តប្រាប្រយោជន៍ជាមិត្តមានសន្តានល្អអ្នកត្រូវដឹងដោយស្ថាន4យ៉ាងគឺហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់មួយដឹកនាំឲ្យមិត្តដំកល់តែនៅក្នុងអំពើល្អមួយឲ្យបានឮពាក្យដែលមិនធ្លាប់បានឮមួយប្រាប់ផ្លូវឋានសួគ៌មួយមនាលកហបតីបុត្រមិត្តប្រាប្រយោជន៍ជាមិត្តមានសន្តានល្អអ្នកត្រូវដឹងដោយស្ថាន4យ៉ាងនេះឯងគ្នាទី67មនាលកហបតីបុត្រមិត្តដែលមានសក្តីឈឺឆ្អាលជាមិត្តមានសន្តានល្អអ្នកត្រូវដឹងដោយស្ថាន4យ៉ាងគឺជួយព្រួយចិត្តពីព្រោះមិត្តមានសក្តីវិនិច្ឆ័យមួយជួយត្រេកអរព្រោះមិត្តបានសក្តីចម្រើនមួយតតឹងទោសនឹងមនុស្សដែលពោលទោសមិត្តមួយសរសើរតែមនុស្សដែលពណ៌នាគុណមិត្តមួយមនាលកហបតីបុត្រមិត្តមានសក្តីឈឺឆ្អាលជាមិត្តមានសន្តានល្អអ្នកត្រូវដឹងដោយស្ថាន4យ៉ាងនេះឯងព្រះមានព្រះភិក្ខទ្រង់បានសម្ដែងសក្តីនេះលុះព្រះសកុតជាសាស្តាត្រាស់សក្តីនេះហើយទើបទ្រង់សម្ដែងពាក្យជាគាថាពាន់តទៅទៀតថាគ្នាទី68មិត្តដែលមានឧបការៈសម្លាញ់តែរួមសុខទុក្ខមិត្តដែលប្រាប្រយោជន៍មិត្តដែលមានសក្តីឈឺឆ្អាលបណ្ឌិតស្គាល់ជាក់នៅបុគ្គលទាំង4ពួកនោះថាជាមិត្តមែនទែនហើយក៏បីចូលទៅអង្គុយចិត្តស្និទ្ធស្នាលដូចជាមាតានិងបុត្រដែលកើតពីទ្រូងអ្នកប្រាជ្ញបរិបូរដោយសិលតែងរុងរឿងដូចជាភ្លើងដែលភ្លឺដូច្នោះឯងកាលបុគ្គលសន្សំទ្រព្យរមែងធ្វើទ្រព្យឲ្យជាគំនោដូចជាឃ្មុំដូច្នោះឯងភោគទាំងឡាយតែងដល់នៅការពូនជាគំនោដូចជាដំបូកដែលកណ្ដៀក៏ពូនដូច្នោះឯងក្រហោះក្នុងត្រកូលបានសន្សំភោគទាំងឡាយយ៉ាងនេះហើយទៅអាងតាំងខ្លួនកលបុត្រដែលចែកភោគទាំងឡាយជា4ចំណែកគឺបរិភោគភោគទាំងឡាយ1ចំណែកប្រកបការងារ2ចំណែកទាំងតម្កល់ទុកនៅចំណែកទី4ដោយក្រែងមានអន្តរាយទាំងឡាយទៅខាងមុខកលបុត្រនោះទៅឈ្មោះថាចង់បាច់មិត្តទាំងឡាយបានគ្នាទី69មនាលកហបតីអរិយសាវកបិទបាំងទិសទាំង6ដោយម្ដេចមនាលកហបតីបុត្រអ្នកត្រូវដឹងទិសទាំង6ដូចនេះគឺមេដាអ្នកត្រូវដឹងថាទិសខាងកើតមួយអាចារ្យអ្នកត្រូវដឹងថាទិសខាងត្បូងមួយកូននិងប្រពន្ធអ្នកត្រូវដឹងថាទិសខាងលិចមួយមិត្តអាចារ្យអ្នកត្រូវដឹងថាទិសខាងជើងមួយទាសកម្មករអ្នកត្រូវដឹងថាទិសខាងក្រោមមួយសាមណៈព្រាហ្មណ៍អ្នកត្រូវដឹងថាទិសខាងលើមួយគ្នាទី70មនាលកហបតីបុត្រមេដាជាទិសខាងកើតកូនត្រូវទំនុកបំរុងដោយស្ថានទាំងឡាយ5យ៉ាងគឺកូនត្រូវតាំងចិត្តថាអាត្មាអញមេដាបិតាបានចិញ្ចឹមរក្សាមកហើយនឹងចិញ្ចឹមមេដាបិតាវិញមួយនឹងជួយធ្វើការងាររបស់មេដាបិតាមួយទាំងតម្កល់វងត្រកូលមួយប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមរតកបានមួយទៀតឧទ្ទិសតក្ខិណាទានដល់មេដាបិតាដែលធ្វើកាលកិរិយាទៅបរលោកហើយមួយមនាលកហបតីបុត្រមេដាបិតាជាទិសខាងកើតដែលកូនត្រូវទំនុកបំរុងដោយស្ថានទាំងឡាយ5យ៉ាងនេះឯងហើយរមែងអនុគ្រោះកូនដោយស្ថានទាំងឡាយ5យ៉ាងវិញដូច្នេះគឺហាមឃាត់កូនចាកអំពើអាក្រក់មួយឲ្យកូនតម្កល់តែនៅក្នុងអំពើល្អមួយឲ្យកូនរៀនសូត្រសិលសាស្ត្រមួយដណ្ដឹងភរិយាស្មាមីសមគួរឲ្យមួយចែកទ្រព្យឲ្យកូនក្នុងសម័យគួរមួយ
មនាលកហបតីបុត្រមេដាបៃតាជាទិសខាងកើតហើយកូនត្រូវទំនុកបំរុងដោយស្ថាន5យ៉ាងនេះហើយរមែងអនុគ្រោះកូនដោយស្ថាន5យ៉ាងនេះទិសខាងកើតនោះដែលកូនបានបាត់បង់ហើយជាទិសមានសេចក្តីក្សេមឥតមានភយន្តរាយយ៉ាងនេះគ្នាទី71មនាលកហបតីបុត្រអាចារ្យជាទិសខាងត្បូងសិស្សត្រូវប្រតិបត្តិដោយស្ថាន5យ៉ាងគឺដោយការក្រោកឡើងទទួលមួយដោយការកលបំរើមួយដោយការជឿស្ដាប់អាវាតមួយដោយការបម្រើតូចតូចឲ្យមានទឹកលុបមុខនិងឈើស្ទុនជាដើមមួយដោយការរៀនសិលសាស្ត្រដោយគោរពមួយមនាលកហបតីបុត្រអាចារ្យជាទិសខាងត្បូងដែលសិស្សត្រូវប្រតិបត្តិដោយស្ថាន5យ៉ាងនេះហើយរមែងអនុគ្រោះសិស្សដោយស្ថាន5យ៉ាងវិញគឺដឹកនាំឲ្យល្អមួយឲ្យរៀនល្អមួយព្រិនបដៅសិស្សឲ្យចេះត្រឹមត្រូវក្នុងសិលសាស្ត្រសពគ្រប់មួយតែងលើកដំកើងក្នុងទីប្រជុំមិត្តអាមាត្យមួយធ្វើសេចក្តីការពារក្នុងទិសទាំងឡាយមួយមនាលកហបតីបុត្រអាចារ្យជាទិសខាងត្បូងដែលសិស្សត្រូវប្រតិបត្តិដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះសិស្សដោយស្ថាន5យ៉ាងនេះទិសខាងត្បូងនោះដែលសិស្សបានបាត់បង់ហើយជាទិសមានសេចក្តីក្សេមឥតមានភយន្តរាយយ៉ាងនេះគ្នាទី72មនាលកហបតីបុត្រភរិយាជាទិសខាងលិចស្វាមីត្រូវទំនុកបំរុងដោយស្ថានទាំងឡាយ5យ៉ាងគឺដោយការរាប់អានជាភរិយាពេញទី1ដោយមិនមើលងាយមួយដោយមិនប្រព្រឹត្តក្បត់ចិត្តមួយដោយប្រគល់ជាធំក្នុងផ្ទះមួយដោយការឲ្យគ្រឿងតែងខ្លួនមួយមនាលកហបតីបុត្រភរិយាជាទិសខាងលិចស្វាមីត្រូវទំនុកបំរុងដោយស្ថានទាំងឡាយ5យ៉ាងនេះឯងហើយរមែងអនុគ្រោះស្វាមីដោយស្ថានទាំងឡាយ5យ៉ាងវិញគឺចាត់ចែងការងារដោយល្អមួយសង្គ្រោះជនជាញាតិទាំងពីរខាងឲ្យល្អមួយមិនប្រព្រឹត្តក្បត់ចិត្តមួយថែទាំទ្រព្យដែលស្វាមីរកបានមួយឆ្លៀសមិនខ្ជិលច្រអូសក្នុងកិច្ចការសពគ្រប់មួយមនាលកហបតីបុត្រភរិយាជាទិសខាងលិចស្វាមីត្រូវទំនុកបំរុងដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះស្វាមីដោយស្ថាន5យ៉ាងនេះទិសខាងលិចនោះដែលស្វាមីបាត់បង់ហើយជាទិសមានសេចក្តីក្សេមឥតមានភយន្តរាយយ៉ាងនេះគ្នាទី73មនាលកហបតីបុត្រមិត្តអាមាត្យជាទិសខាងជើងកុលបុត្រត្រូវប្រតិបត្តិដោយស្ថានទាំងឡាយ5យ៉ាងគឺដោយការឲ្យរបស់មួយដោយការនិយាយតែពាក្យគាប់ចិត្តមួយដោយការប្រព្រឹត្តឲ្យជាប្រយោជន៍មួយដោយការប្រព្រឹត្តខ្លួនស្មើមួយដោយការមិនកុហកបញ្ឆោតមួយមនាលកហបតីបុត្រមិត្តអាមាត្យជាទិសខាងជើងដែលកុលបុត្រប្រតិបត្តិដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះកុលបុត្រដោយស្ថាន5យ៉ាងគឺរក្សាមិត្តដែលធ្វេសប្រហែសមួយជួយថែទាំទ្រព្យសម្បត្តិរបស់មិត្តដែលធ្វេសប្រហែសមួយជាទីពឹងរបស់មិត្តដែលមានភ័យមួយមិនបោះបង់គ្នាក្នុងគ្រាវិបត្តិមួយរាប់អានរហូតដល់ផៅពងរបស់មិត្តមួយមនាលកហបតីបុត្រមិត្តអាមាត្យជាទិសខាងជើងដែលកុលបុត្រប្រតិបត្តិដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះកុលបុត្រដោយស្ថាន5យ៉ាងនេះទិសខាងជើងនោះដែលកុលបុត្របានបាត់បង់ហើយជាទិសមានសេចក្តីក្សេមឥតមានភយន្តរាយយ៉ាងនេះគ្នាទី74មនាលកហបតីបុត្រទាស័កនិងកម្មករជាទិសខាងក្រោមចាវាយនាយត្រូវទំនុកបំរុងដោយស្ថាន5យ៉ាងគឺដោយការចាត់ចែងការងារសមគួរតាមកម្លាំងមួយដោយការឲ្យនៅផតតាហារមួយនិងថ្លៃឈ្នួលមួយដោយការព្យាបាលក្នុងវេលាឈឺថ្កាត់មួយការចែករំលែកនៅរបស់មានរសត្រកាលចម្លែកមួយដោយការឲ្យឈប់សម្រាកក្នុងសម័យគួរមួយមនាលកហបតីបុត្រទាស័កនិងកម្មករជាទិសខាងក្រោមដែលចាវាយនាយទំនុកបំរុងដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះចាវាយនាយដោយស្ថាន5យ៉ាងគឺក្រោកឡើងធ្វើការងារមុនចាវាយមួយឈប់ធ្វើការងារក្រោយចាវាយមួយកាន់យកតែរបស់ដែលចាវាយឲ្យមួយធ្វើការងាររបស់ចាវាយនាយដោយយកចិត្តទុកដាក់មួយនាំកិត្តគុណរបស់ចាវាយនាយទៅថ្លែងក្នុងទីនោះមួយមនាលកហបតីបុត្រទាស័កនិងកម្មករជាទិសខាងក្រោម
ដែលជាវាយនាយទំនុកបំរុងដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះជាវាយនាយដោយស្ថាន5យ៉ាងនេះគឺខាងក្រោមនោះដែលជាវាយនាយបានបាត់បង់ហើយជាទិសមានសេចក្តីខ្សែមឥតមានភយន្តរាយយ៉ាងនេះគ្នាទី75មនាគហបតីបុត្រសាមណៈព្រាហ្មណ៍ជាទិសខាងលើកុលបុត្រត្រូវផ្គត់ផ្គង់ដោយស្ថាន5យ៉ាងគឺដោយកាយកម្មប្រកបដោយមេត្តា1ដោយវិច័យកម្មប្រកបដោយមេត្តា1ដោយមនោកម្មប្រកបដោយមេត្តា1ជាអ្នកមិនបាត់ទ្វារផ្ទះ1ដោយកិរិយាឲ្យអមិសទាន1មនាគហបតីបុត្រសាមណៈព្រាហ្មណ៍ជាទិសខាងលើដែលកុលបុត្រទំនុកបំរុងដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះកុលបុត្រដោយស្ថាន6គឺហាមឃាត់កុលបុត្រចាកអំពើអាក្រក់មួយឲ្យតាំងនៅតែក្នុងអំពើល្អមួយអនុគ្រោះដោយចិត្តដ៏ល្អមួយឲ្យបានស្ដាប់ពាក្យដែលមិនធ្លាប់ស្ដាប់មួយបំភ្លឺសេចក្តីដែលធ្លាប់ស្ដាប់ហើយមួយប្រាប់ផ្លូវសួរមួយមនាគហបតីសាមណៈព្រាហ្មណ៍ជាទិសខាងលើដែលកុលបុត្រផ្គត់ផ្គង់ដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះកុលបុត្រដោយស្ថាន6នេះទិសខាងលើនោះដែលកុលបុត្របានបាត់បង់ហើយជាទិសមានសេចក្តីខ្សែមឥតមានភយន្តរាយយ៉ាងនេះប្រមានប្រភេទបានសម្ដែងសេចក្តីនេះព្រះសកុតជាសាស្តាលោកសម្ដែងសេចក្តីនេះហើយទ្រង់ត្រាស់ពាក្យជាគាថាពនតទៅទៀតថាគ្នាទី76មេត្តាជាទិសខាងកើតអាចារ្យជាទិសខាងត្បូងកូនប្រពន្ធជាទិសខាងលិចមិត្តអាមាត្យជាទិសខាងជើងទាស័កនិងកម្មករជាទិសខាងក្រោមសាមណៈព្រាហ្មណ៍ជាទិសខាងលើក្រហោះក្នុងត្រកូលដែលអាចគ្រប់គ្រងផ្ទះក៏បីនមស្ការទិសទាំងឡាយនោះបណ្ឌិតបរិបូរដោយសិលមានវាចាដ៏ពិរោះមានប្រាជ្ញាវៃមានកិរិយាប្រព្រឹត្តឲ្យលំទោនជាប្រក្រតីមិនរឹងត្អឹងបុគ្គលមានសភាពដូច្នោះរមែងបានយោបុគ្គលមានព្យាយាមរវិះរវៃមិនខ្ជិលច្រអូសរមែងមិនញាប់ញ័រក្នុងអន្តរាយទាំងឡាយបុគ្គលមានកិរិយាប្រព្រឹត្តឥតចន្លោះមានប្រាជ្ញាវាងវៃបុគ្គលមានសភាពដូច្នោះរមែងបានយោបុគ្គលមានសេចក្តីសង្គ្រោះជាអ្នកចងមិត្តជាអ្នកដឹងដំណើរពាក្យជាអ្នកបរិច្ចាសេចក្តីកំណាញ់ជាអ្នកដឹកនាំពន្យល់ការផ្សេងជាអ្នកណែនាំរឿយបុគ្គលមានសភាពដូច្នោះរមែងបានយោទានមួយពាក្យពីរោះមួយសេចក្តីប្រព្រឹត្តជាប្រយោជន៍ក្នុងលោកនេះមួយភាវៈជាអ្នកមានចិត្តស្មើក្នុងធម៌ទាំងឡាយនិងក្នុងបុគ្គលនោះតាមសមគួរមួយសង្ឃហធម៌ទាំងនេះមានក្នុងលោកទៅលោកប្រព្រឹត្តទៅបានដូចជារត់មានប្រែកទុកទៅប្រព្រឹត្តទៅបានដូច្នោះឯងបើសង្ឃធម៌ទាំងនេះមិនមានហើយមេដាក្តីបិតាក្តីក៏មិនបាននៅសេចក្តីរាប់អាននឹងការបូជាអំពីកិច្ចដែលកូនត្រូវធ្វើព្រោះហេតុតែអ្នកប្រាជ្ញទាំងឡាយសម្លឹងឃើញសង្ឃធម៌ទាំងនោះដោយប្រពៃហេតុនោះបានជាលោកដល់នៅភាវៈជាធំផងគួរគេសរសើរផងគ្នាទី77កាលបើព្រះមានព្រះភិយទ្រង់ត្រាស់យ៉ាងនេះហើយសង្គាលកៈកហបតីបុត្របានក្រាបបង្គំទូលព្រះមានព្រះភិយយ៉ាងនេះថាបបិទ្ធព្រះអង្គដោយចម្រើនពិរោះណាស់បបិទ្ធព្រះអង្គដោយចម្រើនពិរោះណាស់បបិទ្ធព្រះអង្គដោយចម្រើនធម៌ដែលព្រះអង្គសម្ដែងហើយដោយអនេកបរិយាយយ៉ាងនេះភ្លឺច្បាស់ណាស់ដូចជាមនុស្សផ្ងារបស់ដែលគេផ្កាឬដូចគេបើកបង្ហាញរបស់ដែលបាត់បាំងឬក៏ដូចគេប្រាប់ផ្លូវដល់អ្នកវង្វេងទិសអង្គនោះសោតដូចជាគេត្រួតប្រទីបក្នុងទីងងឹតដោយគិតថាមនុស្សអ្នកមានចក្ខុទាំងឡាយរមែងឃើញនៅរូបទាំងឡាយខ្ញុំព្រះអង្គនោះសូមដល់នៅព្រះមានព្រះភិយផងព្រះធម៌ផងព្រះសង្ឃផងជាសរណៈចាប់ផ្ដើមតាំងពីថ្ងៃនេះទៅសូមព្រះមានព្រះភិយទ្រង់ជ្រាបនៅខ្ញុំព្រះអង្គថាជាឧបាសកដល់នៅសរណៈស្មើដោយជីវិតចាប់ផ្ដើមតាំងពីថ្ងៃនេះរៀនទៅសង្គាលកៈសូត្រទី8ចប់សូមអនុមោទនីអត្ថកថាសង្គាលកៈសូត្រគ្នាទី43សង្គាលកៈសូត្រមានពាក្យដើមថាអេវមេសុតាំងដូច្នេះតទៅនេះនឹងពរនីបទដែលលំបាកក្នុងសង្គាលកៈសូត្រនោះ
បទថាវេលវៈនេក្នុងបទថាវេលវៈនេកលន្តកៈនិវាពេជាឈ្មោះរបស់អូសៀននោះបានលើថាអូសៀននោះបានឡោមព័ទ្ធដោយឫស្សីប្រកបដោយក្លោងទ្វារនិងប៉មដោយកំពែងកម្ពស់18ហត្ថមានពន្លឺខៀវជាទីគោរីករាយដោយហេតុនោះទើបលោកហៅថាវេលវៈនេម្យ៉ាងទៀតជនទាំងឡាយបានឲ្យចំណីដល់សត្វកង្ហែនក្នុងឧឈានវេលវ័ននេះដោយហេតុនោះទើបហៅថាកលន្តកៈនិវាបៈមានរឿងដំណើរថាក្នុងកាលមុនបរិយាមួយអង្គស្ដេចប្រពៀតឧឈានក្នុងទីនោះសោយទឹកច័ន្ទដរាបដល់ទ្រង់ស្រវឹងផ្ទំលក់ក្នុងពេលថ្ងៃជនបរិវាររបស់ព្រះអង្គគិតគ្នាថាបរិជាផ្ទំលក់ហើយពួកយើងនាំគ្នាទៅរកផ្កានិងផ្លែឈើជាដើមទៅជៀសចេញទៅពីទីនោះគ្រានោះពោះវែកព្រោះបានក្លិនសុរាទៅលូនចេញចាកពងឈើមួយដើមមកចំពោះព្រះភ័ក្ត្រព្រះរាជារុក្ខទេវតាឃើញពោះនោះគិតថាអញនឹងឲ្យជីវិតដល់ព្រះរាជាដូច្នេះទើបតំណែងខ្លួនជាសត្វកង្ហែនមកហើយធ្វើសម្លេងចិត្តព្រះកាណៈព្រះរាជាទ្រង់ភ្ញាក់ពោះវែកក៏លូនជៀសចេញទៅព្រះរាជាទតឃើញកង្ហែននោះទ្រង់ព្រះតម្រិះថាកង្ហែននេះឲ្យជីវិតអញទ្រង់ត្រាស់បង្គាប់ឲ្យរកចំណីមកទុកក្នុងទីនោះត្រាស់បង្គាប់ឲ្យប្រកាសឲ្យអភ័យដល់សត្វកង្ហែនទាំងឡាយព្រោះដូច្នោះតាំងពីនោះមកទៅទីនោះឈ្មោះថាកលន្តកៈនិវាបស្ថានម្យ៉ាងទៀតបទថាកលន្តកានេះជាឈ្មោះរបស់កង្ហែនបទថាពេអ្នកខោបអ្នកសមយេអ្នកសេចក្តីថាដោយសម័យដែលព្រះមានព្រះភិក្ខទ្រង់ធ្វើក្រុងរាជក្រឹសឲ្យជាគោចរក្រៀមហើយគង់នៅក្នុងវេលវៈនវិហារដែលជាព្រះរាជទានចំណីដល់សត្វកង្ហែងបទថាសង្គាលកោកហបតិបតតោជាឈ្មោះរបស់កហបតីបុត្រនោះបទថាកហបតិបតតោគឺជាកូនរបស់កហបតីបានលើថាបិតារបស់កហបតីបុត្រនោះជាកហបតីមហាសាងកហបតីនោះមានទ្រព្យរក្សាទុកក្នុងផ្ទះ40កោដ្ឋកហបតីនោះមានការជឿមុតមមក្នុងព្រះមេព្រះភិក្ខជាបាសកសម្រាប់សោតាបានភរិយារបស់គាត់ក៏ជាសោតាបានដូចគ្នាតែបុត្ររបស់កហបតីនោះមិនមានសទ្ធីមិនជ្រះថ្លាគ្រានោះមេដានិងបៃតារមែងពឿនប្រដៅបុត្រនោះរឿយយ៉ាងនេះថាណែកូនចូលបាចូលទៅគាល់ព្រះសាស្តាចូលទៅរកព្រះធម្មសេនាបតីសិរីបុត្រព្រះមហាមោគលានព្រះមហាកស្សបៈព្រះមហាសាវក80បុត្រនោះពោលយ៉ាងនេះថាការចូលទៅរកសាមណៈទាំងឡាយរបស់ពុកនិងម៉ែរមែងមិនមានដល់ខ្ញុំព្រោះការចូលទៅរកសាមណៈទាំងឡាយក៏ត្រូវថ្វាយបង្គំកាលអោនថ្វាយបង្គំខ្នងក៏ឈើជង្គង់ក៏ក្រិនចាំបាច់ត្រូវអង្គុយលើផែនដីកាលអង្គុយលើផែនដីនោះសម្ពុតក៏ប្រឡាក់ចាស់ចាប់ផ្ដើមតាំងពីវេលាអង្គុយចិត្តរមែងមានការសន្ទនាការមានការសន្ទនារមែងកើតសេចក្តីស្និទ្ធស្នាលបន្ទាប់អំពីនោះរមែងត្រូវនិមន្តហើយថ្វាយចីវរនិងបិណ្ឌបាតជាដើមបើដូច្នោះប្រយោជន៍រមែងសាបសូន្យការចូលទៅរកពួកសាមណៈរបស់ពុកនិងម៉ែរមែងមិនមានដល់ខ្ញុំដូច្នេះមាតាបៃតាទូមានបុត្ររបស់ខ្លួនរហូតអស់ជីវិតដោយប្រការដូច្នេះក៏មិនអាចនឹងនាំបុត្រនោះទៅកាន់សាសនាបានតមកបៃតារបស់សង្គាលកៈនោះដេកលើគ្រែសម្រាប់ស្លាប់ក៏គិតថាគួរនឹងឲ្យឱវាទដល់បុត្ររបស់អញហើយគិតទៀតថាអញនឹងឲ្យឱវាទដល់បុត្រយ៉ាងនេះថាណែកូនចូលកូនថ្វាយបង្គំទិសទាំងឡាយសង្គាលកៈមិនដឹងអត្តន័យទៅថ្វាយបង្គំទិសទាំងឡាយលំដាប់នោះព្រះសាស្តាឬព្រះសាវកទាំងឡាយឃើញកូនអញហើយនឹងសួរថាអ្នកធ្វើអ្វីបន្ទាប់ពីនោះសង្គាលកៈនឹងប្រាប់ថាឪពុករបស់ខ្ញុំព្រានប្រដៅថាណែកូនចូលបាធ្វើការថ្វាយបង្គំទិសទាំងឡាយលំដាប់នោះព្រះសាស្តាឬសាវកទាំងឡាយនឹងសម្ដែងធម៌ដល់កូនអញថាឪពុករបស់អ្នកមិនឲ្យអ្នកថ្វាយបង្គំទិសទាំងឡាយនោះតែឲ្យអ្នកថ្វាយបង្គំទិសទាំងនេះ
សង្គាលកៈនឹងដឹងគុណក្នុងព្រះពុទ្ធសាសនាហើយនឹងធ្វើបុណ្យដូច្នេះលំដាប់នោះខាបតីឲ្យមនុស្សហៅកូនមកហៅពោលថាណែកូនគួរក្រោកពីព្រលឹមហើយថ្វាយបង្គំទិសទាំងឡាយដូច្នេះធម្មតាពាក្យរបស់បិតាដែលដេកលើគ្រែសម្រាប់ស្លាប់រមែងជាពាក្យដែលបុត្រក៏បីរលឹកដល់ដរាបដល់អស់ជីវិតព្រោះដូច្នោះខាបតីបុត្រនោះការរលឹកដល់ពាក្យរបស់បិតាទៅធ្វើយ៉ាងនោះព្រោះដូច្នោះទៅលោកពោលថាកូនខាបតីឈ្មោះសង្គាលកៈក្រោកអំពីព្រលឹមមានសម្ពុតស្លៀកដណ្ដប់ទៅទឹកនិងសក់ទៅទឹកចេញពីក្រុងរាជក្រឹសជាដើមបទថាពុថតិសាប្រែថាទើសច្រើនសេចក្តីថាឥឡូវនេះកហបតីបុត្រការសម្ដែងដល់ទើសទាំងឡាយនោះទៅពោលពាក្យថាទើសខាងកើតជាដើមគ្នាទី44បទថាបាវិសេសេចក្តីថាប្រមានប្រភេទទ្រង់មិនទាន់ចូលទៅព្រោះទ្រង់តែរិះថាតថាគតនឹងចូលទៅហើយទ្រង់ចេញទៅប្រព្រឹត្តទៅក្នុងចន្លោះផ្លូវទៅត្រាស់យ៉ាងនេះបទថាអត្តសាខោភគវីសេចក្តីថាមិនបានឃើញតែម្ដងប្រមានប្រភេទទ្រង់ប្រមាលមើលលោកដោយពុទ្ធចក្ខុក្នុងពេលព្រឹកសង្គាលកៈខាបតីបុត្រនោះកំពុងថ្វាយបង្គំទិសទាំងឡាយទ្រង់ត្រាស់រិះថាថ្ងៃនេះតថាគតនឹងសម្ដែងសង្គាលកៈសូត្រដែលជាវិន័យរបស់ក្រហមដល់សង្គាលកៈកហបតីបុត្រពាក្យនោះនឹងមានផលដល់មហាជនតថាគតគួរទៅក្នុងទីនោះដូច្នេះព្រោះហេតុនោះទ្រង់ចេញអំពីព្រលឹមចូលទៅកាន់ក្រុងរាជក្រឹសដើម្បីបណ្ឌបាតម្យ៉ាងទៀតការទ្រង់ចូលទៅបានទតឃើញសង្គាលកៈកហបតីបុត្រយ៉ាងនោះដោយហេតុនោះទៅលោកពោលថាប្រមានប្រភេទទ្រង់ទតឃើញកហបតីបុត្របទថាអេតតវោចាសេចក្តីថាសង្គាលកៈកហបតីបុត្រនោះមិនឃើញព្រះសាស្តាសូម្បីប្រថាប់ឈរក្នុងទីចិត្តនៅថ្វាយបង្គំទិសទាំងឡាយនោះឯងគ្រានោះប្រមានប្រភេទទ្រង់បើកព្រះអស់ដោយមហាបកុមកំពុងរីដោយសម្ផស្សពន្លឺព្រះអាទិត្យដូច្នោះបានត្រាស់វាចានេះថាមនាកហបតីបុត្រអ្នកធ្វើអ្វីដូច្នេះជាដើមបទថាយៈថាកថាបណៈភន្ទេសេចក្តីថាសង្គាលកៈកហបតីបុត្រស្ដាប់ព្រះតម្រាស់នោះរបស់ប្រមានប្រភេទហើយគិតថាបានលើថាទើសតែបិតារបស់អញពោលគួរថ្វាយបង្គំទើស6នោះមិនមែនទើសនេះបានលើថាអរិយសាវកនមស្ការទើស6យ៉ាងដទៃណាហើយចុះអញនឹងចូលទៅសួរដល់ទើសដែលព្រះអរិយសាវកក៏បីថ្វាយបង្គំហើយសូមថ្វាយបង្គំដូច្នេះសង្គាលកៈកហបតីបុត្រនោះបានទូលសួរដល់ទើសទាំងនោះទៅក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនចំណែកក្នុងអរិយវិន័យគេក៏បីថ្វាយបង្គំទើសទាំង6ដោយម្ដេចក្នុងបទទាំងនោះបទថាយៈថាត្រឹមតែជានិបាតបទថាកថាងបណៈនេះជាបទសួរឧបកិលេស4យ៉ាងគ្នាទី45បទថាកម្មកិលេសាសេចក្តីថាសត្វទាំងឡាយនឹងសៅមងដោយកម្មទាំងឡាយនោះព្រោះហេតុនោះទើបលោកពោលថាកម្មកិលេសទាំងឡាយបទថាឋានេហេប្រែថាដោយហេតុទាំងឡាយបទថាអបាយៈមុខានិប្រែថាផ្លូវនៃសេចក្តីវិនិច្ឆ័យបទថាសោគឺព្រះអរិយសាវកជាសោតាបានបទថាចុត្តសៈបាបកាបកតោប្រែថាបសច្ចៈបាបគឺអំពើអាក្រក់ទាំង14យ៉ាងនេះបទថាឆតិសាបដិច្ឆាទីគឺបិទបាំងទើស6វិជ្ជយាយៈសេចក្តីថាដើម្បីឈ្នះលោកទាំងពីរគឺលោកនេះនិងលោកខាងមុខបទថាអយញ្ចេវៈលោកោអរិទ្ធោហោតិសេចក្តីថាពិតហើយពាវេរាទាំង5ក្នុងលោកនេះរមែងមិនមានដល់ព្រះអរិយសាវកបែបនោះដោយហេតុនោះលោកនេះដែលព្រះអរិយសាវកនោះបានប្រពហើយគឺត្រេកអរហើយនិងសម្រេចហើយពាវេរាទាំង5មិនមានក្នុងលោកខាងមុខដោយហេតុនោះ
លោកខាងមុខព្រះអរិយសាវកត្រេកអរហើយព្រោះដូច្នោះព្រះអរិយសាវកនោះខាងមុខពីសេចក្តីស្លាប់ព្រោះការបែកធ្លាយចូលដល់សុគតិសួគ៌ដោយប្រការដូច្នេះព្រះមានព្រះភិក្ខទ្រង់បានតាំងបទមាតិកាដោយសង្ខេបឥឡូវនេះការនឹងញ៉ាំបទមាតិកានោះឲ្យគឺស្ដាទើបត្រាស់ថាកម្មកិលេស4ប្រការដែលអរិយសាវកនោះលះបង់ហើយដូចម្ដេចជាដើមបទថាកម្មកិលេសោសេចក្តីថាឈ្មោះថាកម្មកិលេសព្រោះកម្មនោះជាកិលេសព្រោះសម្បយុទ្ធដោយកិលេសពិតហើយអ្នកមានកិលេសប៉ុណ្ណោះសម្លាប់សត្វអ្នកមិនមានកិលេសមិនសម្លាប់សត្វឡើយព្រោះដូច្នោះទៅបាណតិបាតលោកពោលថាជាកម្មកិលេសក្នុងកម្មកិលេសមានអត្តនេទានជាដើមក៏មានន័យនេះឯងបទថាអថាបរាំងសេចក្តីថាប្រមានប្រភិបានត្រាស់គាថាពន់សម្ដែងសេចក្តីនេះតទៅគ្មានទី47បទថាបាបកម្មង្ករោតិសេចក្តីថាប្រមានប្រភិការទ្រង់សម្ដែងដល់បុគ្គលដែលធ្វើហើយអ្នកមិនធ្វើរមែងប្រកបដូច្នោះសូម្បីទ្រង់តាំងមាតិកាថាអរិយសាវកមិនធ្វើនៅបាបកម្មព្រោះទ្រង់ឆ្លៀសក្នុងទេសនាការទ្រង់សម្ដែងបុគ្គលដែលធ្វើទៅត្រាស់បទនេះថាបុគ្គលរមែងធ្វើកម្មដ៏លាមកក្នុងបទទាំងឡាយនោះបទថាឆន្ទាកតិនគេឆន្តោក្តីថាដល់នៅអកតិដោយសេចក្តីពេញចិត្តគឺដោយសេចក្តីស្រឡាញ់ធ្វើវត្ថុមិនគួរធ្វើសូម្បីក្នុងបទដតីក៏មានន័យនេះឯងក្នុងបទទាំងឡាយនោះបុគ្គលណាធ្វើម្ចាស់ទ្រព្យឲ្យមិនមែនជាម្ចាស់ទ្រព្យដោយអំណាចសេចក្តីពេញចិត្តថាអ្នកនេះជាមិត្តរបស់អញជាអ្នកពេញចិត្តនឹងអញជាអ្នករាប់អានគ្នាជាញាតិស្និទ្ធស្នាលរបស់អញធ្វើឲ្យរបស់ជាទីពេញចិត្តដល់អញដូច្នេះបុគ្គលនេះឈ្មោះថាដល់នៅឆន្ទាកតិរមែងធ្វើកម្មដ៏លាមកបុគ្គលណាធ្វើបុគ្គលម្ចាស់ទ្រព្យឲ្យមិនមែនជាម្ចាស់ទ្រព្យដោយអំណាចមានពៀននឹងគ្នាជាប្រក្រតីថាអ្នកនេះជាអ្នកមានពៀននឹងអញដូច្នេះឬដោយអំណាចសេចក្តីក្រោធដែលកើតឡើងក្នុងខណៈនោះបុគ្គលនេះឈ្មោះថាដល់នៅតោសោកតិរមែងធ្វើកម្មដ៏លាមកម្យ៉ាងទៀតបុគ្គលណាព្រោះជាអ្នកមានបញ្ញាទន់ខ្សោយព្រោះភាពជាអ្នកល្ងងខ្លៅនិយាយមិនដឹងរឿងធ្វើបុគ្គលមិនជាម្ចាស់ទ្រព្យឲ្យជាម្ចាស់ទ្រព្យបុគ្គលឈ្មោះថាដល់នៅមោហកតិរមែងធ្វើកម្មដ៏លាមកម្យ៉ាងទៀតបុគ្គលណាមានសេចក្តីភ័យខ្លាចថាបុគ្គលនេះជារាជវលភៈឬជាអ្នកអាស្រ័យនៅនឹងសត្រូវក៏បីធ្វើសេចក្តីវិនិច្ឆ័យដល់អញដូច្នេះហើយធ្វើបុគ្គលមិនជាម្ចាស់ទ្រព្យឲ្យជាម្ចាស់ទ្រព្យបុគ្គលនេះដល់នៅភយាកតិរមែងធ្វើកម្មដ៏លាមកម្យ៉ាងទៀតបុគ្គលណាការបែងចែករបស់ឯណាមួយរមែងឲ្យរបស់ដ៏ប្រសើរដោយអំណាចសេចក្តីស្រឡាញ់ថាបុគ្គលនេះជាសម្លាញ់របស់អញឬជាអ្នកបរិភោគរួមជាមួយអញរមែងឲ្យរបស់ថោកទាបទៅដោយអំណាចសេចក្តីក្រោធថាបុគ្គលនេះជាសត្រូវរបស់អញដូច្នេះព្រោះសេចក្តីល្ងងខ្លៅមិនដឹងរបស់ដែលឲ្យហើយនឹងមិនទាន់ឲ្យរមែងឲ្យរបស់ខ្វះដល់បុគ្គលខ្លះឲ្យរបស់លើសដល់បុគ្គលខ្លះព្រោះខ្លាចថាបុគ្គលនេះកាលអញមិនឲ្យវត្ថុនេះក៏បីធ្វើអន្តរាយដល់អញរមែងឲ្យរបស់ដ៏ប្រសើរដល់បុគ្គលខ្លះបុគ្គលនោះជាអ្នកមានអកតិ4យ៉ាងនេះក៏ដល់នៅអកតិមានឆន្ទាកតិជាដើមតាមលំដាប់រមែងធ្វើកម្មដ៏លាមកតែព្រះអរិយសាវកទោះបីលះបង់ជីវិតក៏មិនលុះក្នុងអកតិមានឆន្ទាកតិជាដើមដោយហេតុនោះទៅលោកពោលថាអរិយសាវកនោះឈ្មោះថាមិនធ្វើបាបកម្មព្រោះហេតុ4យ៉ាងនេះអបាយមុខ6យ៉ាងមានភាពជាអ្នកលេងសុរាជាដើមគ្នាទី49សុរា5ប្រភេទគឺសុរាធ្វើដោយនំសុរាធ្វើដោយម្សៅសុរាធ្វើដោយបាយសុរាដាក់មេសុរាសុរាប្រកបដោយគ្រឿងត្រាំផ្សេងឈ្មោះថាសុរាក្នុងបទនេះថាសុរាមេរយៈមជ្ជបមាតដ្ឋានានុយោគោនេះគ្រឿងត្រាំ5ប្រភេទគឺគ្រឿងត្រាំដោយផ្កាគ្រឿងត្រាំដោយផ្លែឈើគ្រឿងថ្លាមដោយទឹកផ្អែម
គ្រឿងត្រាំដោយទឹកអំពៅគ្រឿងត្រាំប្រកបដោយគ្រឿងផ្សំផ្សេងឈ្មោះថាមេរយៈទាំងអស់នេះឈ្មោះថាមជ្ជៈដោយអំណាចធ្វើឲ្យស្រវឹងបទថាបមាតដ្ឋានំគឺហេតុនៃសេចក្តីប្រមាទបទនេះជាឈ្មោះរបស់ចេតនានៃអ្នកផឹកទឹកស្រវឹងបទថាអនុយោគោអធិប្បាយថាប្រកបរឿយគឺធ្វើញយនៅការផឹកទឹកស្រវឹងគឺសុរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទព្រោះការបុគ្គលប្រកបរឿយក្នុងការផឹកទឹកស្រវឹងនេះភោគទាំងឡាយដែលកើតឡើងហើយតែវិនិច្ឆ័យនឹងដែលមិនទាន់កើតឡើងរមែងមិនកើតដូច្នោះទើបលោកពោលថាជាផ្លូវវិនិច្ឆ័យនៃភោគទាំងឡាយថាវិកាលៈវិសេខាចរិយានុយោគោសេចក្តីថាភាពជាអ្នកត្រាច់ទៅក្នុងច្រកល្ហកដែលមិនមែនជាកាលបទថាសមច្ជាភិចរណាគឺទៅមើលមហោស្រពដោយការមើលរបាំជាដើមបទថាអាលសានុយោគោអធិប្បាយថាព្រោះភាពជាអ្នកខ្វល់ខ្វាយក្នុងការប្រកបដោយសេចក្តីខ្ជិលច្រអូសតាមផ្លូវកាយគ្នាទី50ប្រមានប្រភេទត្រង់តាំងបទមេតិការបស់ផ្លូវនៃសេចក្តីវិនិច្ឆ័យ6ប្រការយ៉ាងនេះហើយការត្រង់ចែកបទមេតិកាទាំងនោះក្នុងឥឡូវនេះទៅត្រាស់ថាមនាខបដីបទតោក្នុងអរិយាប្រកបរឿយនៅការផឹកទឹកស្រវឹងគឺសុរានិងមេរ័យដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទនេះមាន6យ៉ាងដូច្នេះជាដើមក្នុងបទទាំងនោះបទថាសន្តិធិកាគឺការរស់នៅក្នុងโลกនេះដែលខ្លួនក៏បីឃើញបទថាភៈអ្នកជានិប្រែថាវិនិច្ឆ័យទ្របបទថាកលៈហបៈវត្ថនីសេចក្តីថាបង្កការឆ្លោះដោយវាចានិងការឆ្លោះដោយដៃជាដើមបទថារោគាណាំអាយតនាំសេចក្តីថាទឹកស្រវឹងជាប្រភពនៃរោគទាំងនោះមានរោគភ្នែកជាដើមបទថាអកតិសញ្ចននីសេចក្តីថាព្រោះជនផឹកទឹកស្រវឹងហើយរមែងប្រហារមាតាបិតាបានរមែងពោលពាក្យដែលមិនគួរពោលសូម្បីដតីច្រើនទៀតរមែងធ្វើវត្ថុដែលមិនគួរធ្វើដោយហេតុនេះជនទាំងឡាយដល់នៅការត្រេះរិះខ្លះដាក់ទោសខ្លះកាត់អវយវៈមានដៃនិងជើងជាដើមខ្លះដល់ភាពជាអ្នកខូចកេរ្តិ៍ឈ្មោះក្នុងโลกនេះខ្លះក្នុងโลกខាងមុខខ្លះដោយហេតុនេះទៅសូរានោះឈ្មោះថាជាហេតុខូចឈ្មោះរបស់ជនទាំងនោះបទថាហេរិកោបៃអ្នកនិទាំងសណីសេចក្តីថាព្រោះទឹកស្រវឹងរមែងញ៉ាំងគេខ្មាស់ដែលគួរលាក់គួរបិទបាំងឲ្យកម្រើកឲ្យវិនិច្ឆ័យព្រោះដូច្នោះទៅលោកពោលថាញ៉ាំងហិរិឲ្យកម្រើកដូច្នេះម្យ៉ាងទៀតអ្នកស្រវឹងស្រាបើកអវយវៈនោះហើយត្រាច់ទៅបានដោយហេតុនោះទៅសារានោះលោកពោលថាជាហេតុមិនខ្វះព្រោះធ្វើហិរិឲ្យកម្រើកបទថាបញ្ញាយៈតុពលិករណីសេចក្តីថាទឹកស្រវឹងរមែងធ្វើឲ្យការដឹងថាសត្វមានកម្មជារបស់ខ្លួនថយចុះដោយបញ្ញារបស់ព្រះសាកតៈដូច្នោះព្រោះដូច្នោះទៅលោកពោលថាទឹកស្រវឹងជាហេតុឲ្យបញ្ញាតុពលតែទឹកស្រវឹងមិនអាចធ្វើឲ្យអ្នកមានអ្នកកបញ្ញាតុពលទេព្រោះសូរានោះរមែងមិនចូលទៅខាងក្នុងមាត់របស់លោកដែលសម្រាប់អ្នកហើយបទថាឆាត់ທາງបតែងប្រែថាហេតុជាគម្រប់6គ្នាទី51បទថាអត្តាបេសៈអកុតតោអរខិតោហោតិអធិប្បាយថាព្រោះបុគ្គលត្រាច់ទៅខុសកាលរមែងជាប់ដង្គត់និងបន្លាជាដើមខ្លះជួបពោះខ្លះយៈជាដើមខ្លះសត្រូវដឹងថានឹងទៅកាន់ទីនោះក៏លោបចាប់ខ្លួនឬសម្លាប់ដោយហេតុនេះទៅឈ្មោះថាមិនខំក្រងមិនរក្សាខ្លួនសូមបីបត់នឹងភរិយាគិតថាបិតារបស់អញស្វាមីរបស់អញត្រាច់ទៅពេលយប់នឹងពោលទៅថ្មីដល់ខ្លួនអញដូច្នេះដោយហេតុនេះបុត្រធីតាភរិយារបស់បុគ្គលនោះធ្វើកិច្ចធុរៈក្រៅស្រុកត្រាច់ទៅក្នុងពេលយប់ក៏រមែងដល់សេចក្តីវិនិច្ឆ័យបុត្រភរិយារបស់បុគ្គលនោះក៏ឈ្មោះថា
ជាអ្នកមិនគ្រប់គ្រងខ្លួនមិនរក្សាខ្លួនដោយអាការៈយ៉ាងនេះបទថាសាបតេយ៉ាងសេចក្តីថាពួកចៅដឹងភាពដែលបរិវារជនក្រោមដោយពុទ្ធភរិយានោះត្រាច់ក្នុងពេលយប់នឹងចូលទៅកាន់ផ្ទះដែលគ្មានមនុស្សនាំយករបស់ដែលត្រូវការទៅដោយអាការៈយ៉ាងនេះឈ្មោះថាមិនគ្រប់គ្រងមិនរក្សាទ្រព្យសម្បត្តិបទថាសង្កិយោចៈហោតិសេចក្តីថាជាអ្នកដែលគោរង្គៀសថាអ្នកនេះនឹងជាអ្នកធ្វើក្នុងកាមដ៏លាមកដែលអ្នកដតីធ្វើកាលពោលពាក្យថាបុគ្គលទៅដោយទ្វាផ្ទះរបស់អ្នកណាចោរកម្មឬបរតិរកកម្មការសម្លុតកំហែងណាដែលអ្នកដតីធ្វើក្នុងទីនោះកម្មនោះឈ្មោះថាបុគ្គលនេះធ្វើកម្មនោះសូម្បីមិនពិតមិនមានក៏រមែងប្រកបក៏រមែងតាំងនៅក្នុងបុគ្គលនោះបទថាពហូនញ្ចៈទុក្ខធម្មានាងសេចក្តីថាបុគ្គលណាម្នាក់មិនអាចពោលថាទុកមានប្រមាណប៉ុណ្ណេះទោមនោះមានប្រមាណប៉ុណ្ណេះរបស់អ្នកដែលត្រូវគេរង្គៀសក្នុងបុគ្គលដតីនោះឯងដោយប្រការដូច្នេះអ្នកដើរពេលយប់នោះឈ្មោះថាជួបនៅហេតុនៃទុក្ខដ៏ច្រើនគឺបានទទួលសេចក្តីលំបាកច្រើនគ្នាទី52បទថាខោនិច្ចាំសេចក្តីថារបាំមានការរំនិងល្ខោនជាដើមមាននៅក្នុងទីណាហើយក៏បីទៅក្នុងស្រុកឬនិគមដែលមានរបាំនោះការបុគ្គលដែលត្រៀមសម្ពុតផ្កាកម្រងគ្រឿងក្រអូបជាដើមក្នុងថ្ងៃនេះដោយគិតថាស្អែកនេះអញនឹងទៅមើលការរំក៏បោះបង់ការងារចោលអស់មួយថ្ងៃរមែងប្រកាសក្នុងទីនោះអស់មួយថ្ងៃខ្លះ2ថ្ងៃខ្លះ3ថ្ងៃខ្លះដោយការមើលការរំកាលអ្នកដើរពេលយប់សូម្បីដល់ព្រមដោយភ្លៀងជាដើមក៏មិនធ្វើការសាព្រោះការដល់ការសាព្រោះជាដើមភពទាំងឡាយដែលនៅមិនទាន់កើតរមែងមិនកើតកាលផ្ទះមិនមានមនុស្សពួកចៅនឹងដឹងភាពដែលម្ចាស់ផ្ទះទៅខាងក្រៅរមែងលួចរបស់ដែលត្រូវការយកទៅដោយហេតុនោះភពដែលកើតដល់បុគ្គលនោះក៏រមែងវិលីក្នុងបទថាខ្វោគីតាំងជាដើមក៏មានន័យដូចគ្នាការធ្វើផ្សេងរបស់ជនទាំងនោះការពោលហើយក្នុងព្រហ្មជាលសោតគ្នាទី53បទថាជាយ៉ាងវេរាំងសេចក្តីថាអ្នកឈ្នះរមែងកាន់យកនៅសម្ពុតសាដកឬសម្ពុតជួតក្បាលរបស់អ្នកដតីត្រង់កណ្ដាលប្រជុំជនដោយគិតថាអញឈ្នះហើយដូច្នេះអ្នកចាញ់រមែងចងពីវេរាក្នុងបុគ្គលនោះថាគេមើលងាយអញក្នុងកណ្ដាលប្រជុំជនហើយចុះអញនឹងឲ្យមេរៀនដល់គេដូច្នេះការឈ្នះយ៉ាងនេះរមែងជួបនៅពីវេរាបទថាជីណូសេចក្តីថាអ្នកចាញ់រមែងសោយសោកដល់សម្ពុតជួតសម្ពុតសាដកឬទ្រព្យសម្បត្តិមានប្រាក់និងមាសជាដើមណាមួយរបស់ខ្លួនដែលអ្នកដតីយកទៅបុគ្គលនោះរមែងសោយសោកព្រោះទ្រព្យនោះជាហេតុថាទ្រព្យនោះមានហើយដល់អញណទ្រព្យនោះមិនមានដល់យើងណដូច្នេះដោយអាការៈយ៉ាងនេះអ្នកចាញ់រមែងស្ដាយទ្រព្យបទថាសាភាកតាសៈវចនាអ្នករូហតិសេចក្តីថាការបុគ្គលនោះត្រូវសួរព្រោះភាពជាសាក្សីក្នុងទីវិនិច្ឆ័យដោយពាក្យមិនគួរជឿជនទាំងឡាយនឹងនាំគ្នានិយាយថាអ្នកនេះជាអ្នកលេងបាសកាលេងល្បែងភ្នាល់ពួកលោកកុំជឿពាក្យនិយាយរបស់បុគ្គលនេះបទថាមិត្តាមច្ចានាងបរិភូតាហោតិសេចក្តីថាពិតហើយពួកមិត្តអាមាត្យនឹងនិយាយចំពោះបុគ្គលនោះយ៉ាងនេះថាសម្លាញ់អ្នកជាបុត្ររបស់អ្នកមានត្រកូលលេងល្បែងភ្នាល់ជាអ្នកកាត់ជាអ្នកទម្លាយត្រាច់ទៅមិនសមគួរដល់ជាតិនឹងកូនរបស់អ្នកតាំងពីនេះទៅអ្នកមិនក៏បីធ្វើយ៉ាងនេះអ្នកលេងល្បែងភ្នាល់នោះទោះគេពោលយ៉ាងនេះក៏មិនជឿបន្ទាប់ពីនោះពួកមិត្តនឹងសម្លាញ់ទាំងនោះមិនឈរមិនអង្គុយរួមជាមួយសូម្បីពួកជននោះត្រូវសួរដើម្បីជាសាក្សីក៏មិនព្រមនិយាយព្រោះហេតុអ្នកលេងល្បែងភ្នាល់នោះដោយអាការៈយ៉ាងនេះទើបអ្នកលេងល្បែងភ្នាល់ជាបុគ្គលដែលត្រូវមិត្តនឹងសម្លាញ់មើលងាយបទថាអាវេហៈវិវេហៈកានាងសេចក្តីថាបុគ្គលបំណងនាំកូនស្រីទៅ
អំពីផ្ទះរបស់បុគ្គលនោះឈ្មោះថាអាវាហៈបុគ្គលបំណងនឹងឲ្យកូនស្រីនៅក្នុងផ្ទះរបស់បុគ្គលនោះឈ្មោះថាវិវាហៈបាត់ថាអបដ្ឋិតោហោតិសក្តីថាមិនមានអ្នកណាប្រាថ្នានាលែងទារៈភរៈណាយៈសក្តីថាអ្នកលេងល្បែងភ្នាល់មិនអាចនឹងចិញ្ចឹមភរិយាបានសក្តីថាទោះបីឲ្យស្រីក្រមុំនៅក្នុងផ្ទះរបស់បុគ្គលនោះសូម្បីមកពីផ្ទះរបស់បុគ្គលនោះពួកយើងក៏គប្បីចិញ្ចឹមរក្សាបានគ្នាទី54បទថាថុតតាគឺអ្នកលេងល្បែងភ្នាល់បទថាសោនឌីសក្តីថាអ្នកលេងស្រីអ្នកលេងផាត់អ្នកលេងស្រាអ្នកលេងមើមឈើបទថាបិបាសាសក្តីថាអ្នកលេងផឹកសូរ៉ាបទថានេកតិកាគឺបញ្ឆោតដោយរបស់คล้ายคล้ายបទថាវញ្ចនិកាគឺជាអ្នកប្រវាញ់ដោយការប្រវាញ់ចំពោះមុខបទថាសាហសិកាសេចក្តីថាជាអ្នកធ្វើការងាររួមនឹងអ្នកដែលនៅក្នុងអគារជាមួយគ្នាជាដើមបទថាធ្យាសៈមិត្តាហោន្តិគឺបុគ្គលនោះមិនត្រេកអរនឹងអ្នកដទៃដែលជាមនុស្សល្អចូលទៅរកមិត្តអាក្រក់ទាំងនោះតែម្យ៉ាងដោយជ្រូកដែលគេប្រដាប់ដោយផ្កាកម្រងគ្រឿងក្រអូបជាដើមហើយឲ្យដេកលើដំណេកយ៉ាងល្អក៏នៅចូលទៅកាន់រណ្ដៅលាមកដូច្នោះព្រោះហេតុអ្វីអ្នកសែបគប់មិត្តអាក្រក់រមែងចូលដល់សក្តីវិនិច្ឆ័យជាច្រើនទាំងក្នុងភពនេះនិងភពខាងមុខគ្នាទី55បទថាអតិស័យតន្តិកម្មអ្នកការោតិសេចក្តីថាពួកមនុស្សក្រោកឡើងពីព្រឹកព្រលឹមនិយាយថាមនាលអ្នកដ៏ចម្រើនមកទៅធ្វើការងារជាមួយគ្នាចុះអ្នកខ្ជិលច្រអូសនិយាយថានៅត្រជាក់ណាស់ឆ្អឹងនឹងបែកពួកអ្នកនាំគ្នាទៅខ្ញុំនឹងទៅជាខាងក្រោយហើយអង្គុយអាំងភ្លើងមនុស្សទាំងនោះក៏ទៅធ្វើការងាររបស់អ្នកខ្ជិលច្រអូសរមែងវិនិច្ឆ័យក្នុងបទទាំងឡាយថាក្តៅពេកក៏មានន័យនេះឯងគ្នាទី56បទថាហោតិបាណៈសក្ខានាមៈសក្តីថាបុគ្គលខ្លះជាមិត្តសម្លាញ់នឹងគ្នាបានតែក្នុងទីមស្រាតែជាកន្លែងស៊ីផឹកនោះឯងបាថថាបានៈសក្ខាដូច្នេះក៏មានឯសក្តីក៏ដូចគ្នាបទថាសាមិយៈសាមិយោសេចក្តីថាអ្នកខ្លះនិយាយថាសម្លាញ់ជាសម្លាញ់ចំពោះមុខប៉ុណ្ណោះកំបាំងមុខដូចជាសត្រូវតែស្វែងរកឱកាសតែម្យ៉ាងបទថាអថេសុជាតេសុសេចក្តីថាការកិច្ចបែបនោះកើតឡើងហើយបទថាវេរបសង្កោប្រែថាច្រើនដោយពាវេរីបទថាអនដ្ឋតាប្រែថាធ្វើសេចក្តីវិនិច្ឆ័យបទថាសុកតរិយតាសេចក្តីថាភាពជាអ្នកកំណាញ់ស្វិតស្វាញគឺភាពជាអ្នកកំណាញ់ខ្លាំងបទថាឧតកមិវៈអ៊ីណាំងវិគាហតិដូច្នោះសេចក្តីថាបុគ្គលនោះលិចចុះក្នុងបំណុលដោយដុំថ្មលិចចុះក្នុងទឹកដូច្នោះបទថារតិនុដ្ឋានៈតេសិណាគឺមិនក្រោកឡើងក្នុងពេលយប់ជាប្រក្រតីបទថាអតិសាយៈមិទាំងអហុគឺបុគ្គលនោះពោលយ៉ាងនេះថាពេលលានេះល្ងាចណាស់ហើយមិនធ្វើការងារបទថាអ៊ីតិវិសដ្ឋកម្មន្តេគឺនិយាយយ៉ាងនេះហើយមិនធ្វើការងារបទថាអត្ថាអចេនតិមានវេសេចក្តីថាប្រយោជន៍ទាំងឡាយរមែងកន្លងហួសបុគ្គលបែបនេះគឺមិនតាំងនៅក្នុងបុគ្គលទាំងនោះបទថាតណ្ហាភយោប្រែថាក្រៃលែងជាងស្មៅបទថាសោសុខាអ្នកវិហាយតិសេចក្តីថាបរោះនោះរមែងមិនលះបង់សេចក្តីសុខរមែងជាអ្នកបរិបូរដោយសេចក្តីសុខនោះឯង
ប្រះមានប្រភេទត្រង់សម្ដែងសក្តីនេះដោយកថាមៈនេះឯអ្នកគ្រប់គ្រងផ្ទះមិនគួរធ្វើកម្មនេះឈ្មោះថាសក្តីចម្រើនរមែងមិនមានដល់អ្នកធ្វើរមែងបានទទួលការតេះដៀលតែម្យ៉ាងទាំងក្នុងលោកនេះផងលោកខាងមុខផងខនាទី57ឥឡូវនេះព្រះមានប្រភេទដើម្បីត្រង់សម្ដែងដល់អ្នកមិនមែនមិត្តជាមិត្តខ្លងជាជនពេលថាបុគ្គលណាធ្វើយ៉ាងនេះសក្តីវានេះរមែងកើតឡើងដល់បុគ្គលនោះឬភ័យយ៉ាងដតីអន្តរាយណាមួយឧបសគ្គណាមួយទាំងអស់នោះរមែងកើតឡើងព្រោះអាស្រ័យបុគ្គលពេលព្រោះដូច្នោះមិនគួរសាបគប់បុគ្គលពេលបែបនោះដូច្នេះទើបត្រាស់ពាក្យថាមនាលកហបតីបុត្រអ្នកត្រូវស្គាល់ពួកមនុស្សដែលមិនមែនជាមិត្តគ្រាន់តែជាមិត្តផ្លង4ពួកនេះដូច្នេះជាដើមក្នុងបទទាំងនោះបទថាអញ្ញតថុហរោសក្តីថាខ្លួនឯងមានដៃទទេមកហើយទៅវិញនាំយករបស់ណាមួយទៅបទថាវិជ័យបរៈមកសក្តីថាដូចជាឲ្យដោយធ្វើត្រឹមតែនិយាយប៉ុណ្ណោះបទថាអនុបេយៈធាន័យគឺតែងតែនិយាយចាក់បណ្ដោយតាមបទថាអបាយៈសហាយោគឺជាមិត្តក្នុងផ្លូវវិនិច្ឆ័យនៃភោគទាំងឡាយគ្នាទី58ព្រះមានប្រភេទត្រង់សម្ដែងដល់អ្នកដែលមិនមែនមិត្ត4ពួកយ៉ាងនេះហើយការត្រង់ចែកហេតុនីមួយក្នុងអ្នកដែលមិនមែនមិត្តនោះដោយហេតុ4យ៉ាងទើបត្រាស់ពាក្យថាចតោហិខោកហបតីបតាដូច្នេះក្នុងបទទាំងឡាយនោះបទថាអញ្ញតថុហរោហោតិសក្តីថាជាអ្នកនាំទៅដោយចំណែកតែមួយប៉ុណ្ណោះសក្តីថាជាអ្នកមានដៃទទេមកកាន់ផ្ទះរបស់សម្លាញ់ហើយនិយាយដល់គុណរបស់សម្ពុទ្ធសាដកដែលខ្លួនស្លៀកជាដើមមិត្តគិតតែប្រយោជន៍ខ្លួននោះនិយាយថាណែសម្លាញ់អ្នកនោះរមែងពោលដល់គុណរបស់សម្ពុទ្ធផ្ទាំងនេះនឹងអ្នកដូច្នេះហើយស្លៀកសម្ពុទ្ធផ្ទាំងដតីឲ្យផ្ទាំងនោះទៅបទថាអបេនៈពហុមិច្ឆតិគឺឲ្យរបស់ណាមួយតែបន្តិចបន្តួចហើយប្រាថ្នារបស់ច្រើនអំពីមិត្តនោះមកវិញបទថាភយស្សៈកិច្ចាំករោតិសេចក្តីថាកាលភ័យកើតឡើងដល់ខ្លួនរមែងធ្វើកិច្ចទាំងនោះដូចជាទេសៈមិត្តគិតយកតែប្រយោជន៍ខ្លួននេះមិនធ្វើក្នុងកាលទាំងពួងកាលភ័យកើតឡើងទៅធ្វើមិនធ្វើដោយសេចក្តីស្រឡាញ់ព្រោះដូច្នោះទៅឈ្មោះថាមិនមែនជាមិត្តបទថាសេវតិអដ្ឋការណាសេចក្តីថាមិនសែបគប់ដោយអំណាចជាមិត្តដល់ចិត្តដិតប្រាថ្នាប្រយោជន៍របស់ខ្លួនតែម្យ៉ាងទៅផ្សែបគប់គ្នាទី59បទថាអតីតេនៈបដិសន្ធរតិសេចក្តីថាមិត្តល្អតែសម្ដីរមែងសង្គ្រោះដោយវត្ថុដែលកន្លងហើយយ៉ាងនេះថាការសម្លាញ់មកកាលវេលានេះលោកមិនមកវេលានេះស្រូវរបស់ពួកយើងសម្រាប់រៀបរយពួកយើងតាំងស្រូវសាលីស្រូវដំណើបនិងពូជជាដើមជាច្រើនហើយអង្គុយមើលផ្លូវតែថ្ងៃនេះអស់ទៅទាំងអស់ហើយដូច្នេះបទថាអនេកតេនៈសេចក្តីថាមិត្តល្អតែសម្ដីរមែងសង្គ្រោះដោយវត្ថុដែលនៅមិនទាន់មកដល់យ៉ាងនេះថាក្នុងថ្ងៃខាងមុខស្រូវរបស់ពួកខ្ញុំនឹងជាទីរីករាយចិត្តខ្ញុំនឹងធ្វើការសង្គ្រោះដោយស្រូវមានស្រូវសាលីជាដើមដែលមានផលបរិបូរណ៍ហើយខ្ញុំអាចធ្វើការសង្គ្រោះដល់ពួកអ្នកបានដូច្នេះបទថានិរដ្ឋកេនៈសេចក្តីថាមិត្តល្អតែសម្ដីអង្គុយលើកដំរីឬខ្នងសេះការឃើញសម្លាញ់ហើយពោលថាសម្លាញ់អើយសម្លាញ់ចូលមកអង្គុយក្នុងទីនេះចុះមិត្តល្អតែសម្ដីស្លៀកសម្ពុទ្ធសាដកផ្ទាំងដែលល្អហើយពោលថាសម្ពុទ្ធផ្ទាំងនេះសមគួរដល់សម្លាញ់របស់ខ្ញុំពិតណោតែខ្ញុំមិនមានសម្ពុទ្ធដតីយ៉ាងនេះឈ្មោះថាសង្គ្រោះដោយវត្ថុមិនមានប្រយោជន៍បទថា
បច្ចុប្បន្នេសុកិច្ចេសុព្យសណាំទះសេតេសេចក្តីថាកាលមានអ្នកពោលថាខ្ញុំត្រូវការរទេះមិត្តល្អតែសម្ដីពោលពាក្យជាដើមថាស្ដាយណាស់កង់រទេះផ្លូវរទេះបាក់ហើយគ្នាទី60បទថាបាបកម្មੰបេសៈអនុជានេតិសេចក្តីថាការសម្លាញ់និយាយថាពួកយើងនឹងធ្វើបាណាតិបាតជាដើមយ៉ាងណាមួយមិត្តអែបអបក៏យល់ព្រមតាមចិត្តមិត្តដោយពាក្យថាល្អហើយសម្លាញ់ធ្វើចុះសូម្បីក្នុងការធ្វើល្អក៏មានន័យនេះឯងគ្នាទី61បទថាសហយោហោតិសេចក្តីថាការសម្លាញ់និយាយថាជនទាំងឡាយនាំគ្នាផឹកស្រាក្នុងទីឯណោះលោកចូលមកយើងនឹងទៅក្នុងទីនោះបុគ្គលជាសម្លាញ់ក្នុងផ្លូវវិន័យទទួលថាសាធុហើយក៏ទៅក្នុងបទទាំងពួងក៏មានន័យនេះគ្នាទី62បទថាអ៊ីតេវិញ្ញាយៈសេចក្តីថាដឹងយ៉ាងនេះថាពួកនេះជាមិត្តផ្លំដូច្នេះគ្នាទី63ប្រមានប្រភាការត្រង់សម្ដែងមិត្តអាក្រក់មិនគួរសែបគប់យ៉ាងនេះហើយការត្រង់សម្ដែងមិត្តល្អគួរសែបគប់ក្នុងឥឡូវនេះទៅត្រាស់ពាក្យថាមនាលកហបតីបុត្រមិត្ត4ពួកនេះជាដើមក្នុងបទទាំងនោះបទថាសុហទីប្រែថាមិត្តមានចិត្តល្អគ្នាទី64បទថាបមត្តាំងរខតិសេចក្តីថាមិត្តមានឧបការៈឃើញសម្លាញ់ផឹកទឹកស្រវឹងហើយដេកត្រង់កណ្ដាលស្រុកត្រង់ទ្វារស្រុកត្រង់ផ្លូវគិតថាការសម្លាញ់ដេកយ៉ាងនេះបុគ្គលណាម្នាក់ក៏បីលួចសម្ពុតស្លៀកនិងសម្ពុតដណ្ដប់ដូច្នេះទើបអង្គុយចិត្តសម្លាញ់ការសម្លាញ់ភ្ញាក់ក៏នាំទៅបទថាបមត្តាសៈសាបតយ៉ាងសេចក្តីថាមិត្តមានឧបការៈគិតថាសម្លាញ់ទៅខាងក្រៅឬផឹកស្រាស្រវឹងផ្ទះមិនមានអ្នកចាំបុគ្គលណាម្នាក់នឹងក៏បីលួចរបស់ណាមួយទៅដូច្នេះទើបចូលទៅរកផ្ទះការពីទ្រព្យរបស់សម្លាញ់នោះបទថាភីតាសៈសេចក្តីថាកាលភ័យណាមួយកើតឡើងមិត្តមានឧបការៈពោលថាកុំខ្លាចការសម្លាញ់ដូចខ្ញុំនៅមានអ្នកខ្លាចអ្វីហើយកំចាត់ភ័យនោះចេញទៅជាទីពឹងពាក់បានបទថាតាតិគុណាំងភោកែងសេចក្តីថាកាលកិច្ចដែលគួរធ្វើកើតឡើងមិត្តមានឧបការៈឃើញសម្លាញ់មករកខ្លួនហើយសួរថាអ្នកមកព្រោះហេតុអ្វីមិត្តនោះឆ្លើយថាមានការងារក្នុងរាជត្រកូលសម្លាញ់នោះសួរថាអ្នកត្រូវការអ្វីសម្លាញ់នោះឆ្លើយថាខ្ញុំសូមខ្ចីមួយកហបណៈមិត្តនោះឆ្លើយថាធម្មតាការងារក្នុងនគរនឹងមិនសម្រេចត្រឹមតែមួយកហបណៈអ្នកយកពីរកហបណៈចុះសម្លាញ់នោះឲ្យពីរដងតាមដែលនិយាយគ្នាទី65បទថាកុយហមសៈអាចខតិសេចក្តីថាមិនប្រាប់អាចកំបាំងរបស់ខ្លួនដល់អ្នកដទៃហើយប្រាប់ដល់សម្លាញ់ប៉ុណ្ណោះបទថាកុយហមសៈបរិគូហតិសេចក្តីថាមិត្តមានឧបការៈរមែងរក្សាអាចកំបាំងដែលមិត្តពោលដែលអ្នកដទៃមិនដឹងបទថាអបទាសុអ្នកវិជ្ជហតិសេចក្តីថាកាលភ័យកើតឡើងមិត្តមានឧបការៈរមែងមិនលះបង់ចោលបទថាជីវិតាំបេសៈអត្ថាយៈសេចក្តីថាសូម្បីជីវិតរបស់ខ្លួនក៏ជារបស់មិត្តរួមសុខរួមទុក្ខលះបង់ដើម្បីប្រយោជន៍ដល់សម្លាញ់បានមិត្តរួមសុខរួមទុក្ខមិនគិតដល់ជីវិតរបស់ខ្លួនធ្វើការងារឲ្យដល់សម្លាញ់តែម្យ៉ាងគ្នាទី66បទថាបាបានិវិរេតិសេចក្តីថាមិត្តប្រាប់ប្រយោជន៍រមែងហាមថាកាលខ្ញុំនៅឃើញអ្នកកុំធ្វើយ៉ាងនេះអ្នកកុំធ្វើបញ្ចវេរីអកុសលកម្មបទ10ឡើយបទថាកល្យាណេនិវេសេតិសេចក្តីថាមិត្តប្រាប់ប្រយោជន៍រមែងឲ្យប្រកបសេចក្តីល្អយ៉ាងនេះថាអ្នកចូលប្រព្រឹត្តទៅក្នុងកល្យាណកម្មក្នុងសរណៈ3ក្នុងសិល5ក្នុងកម្មបទ10ចូលឲ្យទានចូលធ្វើបុណ្យ
ចូលស្ដាប់ធម៌ដូច្នេះបទថាអសុតាំងសាវេតិគឺឲ្យស្ដាប់ពាក្យដែលល្អិតល្អន់ធ្វើឲ្យឆ្លៀសក្នុងវត្ថុមិនធ្លាប់បានស្ដាប់បទថាសក្កសៈមគ្គាំងសេចក្តីថាមិត្តប្រាប់ប្រយោជន៍រមែងប្រាប់ផ្លូវសួរយ៉ាងនេះថាជនទាំងឡាយធ្វើកម្មនេះរមែងកើតក្នុងឋានសួគ៌គ្នាទី67បទថាអភវេនស្សៈអ្នកនន្តតិសេចក្តីថាមិត្តមានសេចក្តីឈឺឆ្អាលឃើញឬបានលើសេចក្តីវិនិច្ឆ័យបែបនោះរបស់បុត្រភរិយាឬរបស់បរិវារជនព្រោះសេចក្តីវិនិច្ឆ័យគឺព្រោះសេចក្តីមិនចម្រើនរបស់មិត្តរមែងមិនត្រេកអរគឺមិនពេញចិត្តបទថាភវេនៈសេចក្តីថាមិត្តមានសេចក្តីឈឺឆ្អាលឃើញឬបានលើសេចក្តីបរិបូរណ៍របស់ស្រូវជាដើមឬការបានភាពជាធំព្រោះសេចក្តីចម្រើនរបស់សម្លាញ់បែបនោះរមែងត្រេកអរពេញចិត្តបទថាអវណ្ណាភណមាននាងនិវារេតិសេចក្តីថាកាលមានអ្នកនិយាយថាអ្នកឯណោះរូបអាក្រក់មិនគួរជ្រះថ្លាមានជាតិអាក្រក់ឬជាអ្នកទ្រុសិលដូច្នេះមិត្តមានសេចក្តីឈឺឆ្អាលរមែងហាមអ្នកដទៃដែលពោលតេះដៀសម្លាញ់របស់ខ្លួនដោយពាក្យទាំងឡាយជាដើមថាអ្នកកុំនិយាយយ៉ាងនេះបុគ្គលនោះមានរូបល្អគួរជ្រះថ្លាមានជាតិល្អនិងដល់ព្រមដោយសិលបទថាវណ្ណាំភណមាននាងបសាំងសតិសេចក្តីថាកាលមានអ្នកនិយាយថាបុគ្គលឈ្មោះនោះមានរូបល្អគួរជ្រះថ្លាមានជាតិល្អដល់ព្រមដោយសិលមិត្តជាទីស្រឡាញ់រមែងសរសើរអ្នកដទៃដែលនិយាយសរសើរសម្លាញ់របស់ខ្លួនយ៉ាងនេះថាលោកនិយាយល្អលោកនិយាយពាក្យយ៉ាងនេះល្អហើយបរិសនេះមានរូបល្អគួរជ្រះថ្លាមានជាតិល្អដល់ព្រមហើយដោយសិលគ្នាទី68បទថាជាក់លាងអកិវៈភាសតិសេចក្តីថារមែងរុងរឿងដូចភ្លើងដែលឆេះលើកំពូលភ្នំក្នុងពេលយប់បទថាភោកេសង្ហរៈមាននស្សៈសេចក្តីថាការបុគ្គលមិនបៀតបៀនខ្លួនខ្លះអ្នកដតីខ្លះប្រមូលភោគដោយធម៌ស្មើគឺធ្វើឲ្យជាគំនោបទថាភមរសេវៈអិរិយតោសេចក្តីថាធ្វើភោគឲ្យជាគំនោធំតាមលំដាប់ដោយសត្វឃ្មុំមិនទម្លាយពណ៌និងក្លិនរបស់ផ្កានាំកេសរដោយមាត់ខ្លះដោយស្លាបទាំងពីរខ្លះហើយធ្វើសសម្បុកប្រមាណប៉ុនកង់រត់ដោយលំដាប់បទថាភោគីសន្និចរាំយន្តិសេចក្តីថាភោគទាំងឡាយរបស់បុគ្គលនោះរមែងដល់នៅការចម្រើនដូចនេះដោយដំបូកដែលកណ្ដៀទាំងឡាយពូនឡើងដោយលំដាប់ដោយហេតុនោះទើបលោកពោលថាដូចជាដំបូកដែលកណ្ដៀក៏ពូនដូច្នោះឯងអធិប្បាយថាភោគទាំងឡាយរមែងដល់នៅការចម្រើនដោយដំបូកដែលកណ្ដៀក៏ពូនដូច្នោះបទថាសមាហរិត្វាសេចក្តីថារូបរួមហាបទថាអលមត្តតោសេចក្តីថាក្រហោះជាអ្នកមានសភាពសមរម្យឬជាអ្នកមានសមត្ថភាពឬជាអ្នកប្រាថ្នាដើម្បីការនៅគ្រប់គ្រងផ្ទះឥឡូវនេះព្រះមានប្រភិការទ្រង់ប្រទានព្រះឱវាទដោយប្រការដល់អ្នកដែលនៅគ្រប់គ្រងផ្ទះក៏បីតាំងនៅទៅត្រាស់បទជាដើមថាចតុធាវិភជេភោកេដូច្នេះក្នុងបទទាំងនោះបទថាសវេមិត្តានិកន្ធតិសេចក្តីថាអ្នកគ្រប់គ្រងផ្ទះនោះកាលបែងចែកភោគយ៉ាងនេះឈ្មោះថារមែងចងមិត្តបានគឺតាំងនៅការមិនបែកគ្នាអ្នកដែលមានភោគរមែងអាចទំនាក់ទំនងមិត្តបានអ្នកក្រៅពីនោះមិនអាចបទថាអេកេណៈភោកេភុញ្ចយៈសេចក្តីថាក៏បីបរិភោគភោគមួយចំណែកបទថាទ្វីហេកម្មੰបយោជយេសេចក្តីថាក៏បីប្រកបការងារមានកសិកម្មនិងពាណិជ្ជកម្មជាដើមពីចំណែកបទថានិធាបយៈគឺក៏បីរក្សាចំណែកទី4បទថា
អាបទាសុភវិសតិសេចក្តីថាព្រោះការងាររបស់ត្រកូលទាំងឡាយមិនមែនប្រព្រឹត្តទៅបានសពកាលឡើយជួនកាលអន្តរាយមានរាជភ័យជាដើមរមែងកើតឡើងបានព្រោះដូច្នោះកាលបាត់ទ្រព្យនឹងមានក្នុងពេលអន្តរាយទាំងឡាយកើតឡើងយ៉ាងនេះព្រោះហេតុនោះទៅព្រះមានប្រភាកត្រាស់ថាតម្កល់នៅចំណែកទី4ដូច្នេះក្នុងចំណែកទាំងឡាយ4នេះក៏បីរក្សាចំណែកណាមួយដើម្បីបំពេញកុសលកាន់យកចំណែកដែលលោកពោលក្នុងបទថាភោកេភញ្ចយៈគួរកាន់យកអំពីចំណែកនោះបរិច្ចាគទានដល់ភិក្ខុទាំងឡាយខ្លះដល់មនុស្សកំព្រីនិងអ្នកធ្វើដំណើរជាដើមខ្លះគួរឲ្យរង្វាន់ដល់ជាង10បានិងអ្នកកោបកាត់ជាដើមខ្លះអធិប្បាយទិស6គ្នាទី69ដោយកថាមៈត្រឹមតែប៉ុណ្ណេះប្រមានប្រភាកទ្រង់ប្រទានព្រះឱវាទដើម្បីវាធរដែលគួរវានិងដើម្បីសែបធរដែលគួរសែបថាមនាលកហបតីបុត្រអរិយសាវកលះអកុសលដោយហេតុទាំងឡាយ4វាផ្លូវវិនិច្ឆ័យនៃភោគទាំងឡាយដោយហេតុទាំងឡាយ6សែបគប់មិត្ត16ពួកនៅគ្រប់គ្រងផ្ទះធ្វើការចិញ្ចឹមភរិយារមែងរស់នៅដោយអាជីវៈដែលជាធររមែងរុងរឿងដោយកំណោភ្លើងក្នុងចន្លោះទេវតានិងមនុស្សទាំងឡាយឥឡូវនេះការមិនត្រង់សម្ដែងទិស6ដែលគួរនមស្ការទៅត្រាស់ពាក្យជាដើមថាមនាលកហបតីបុត្រអរិយសាវកបាត់បាំងទិសទាំង6ដូចម្ដេចក្នុងបទទាំងនោះបទថាឆតិសាបដិឆាតិសេចក្តីថាព្រះមានប្រភាកទ្រង់នៅដោយភ័យដែលមកអំពីទិសទាំង6មិនមកដល់ជាដែនខ្សែប្រាសចាកភ័យទៅត្រាស់ថាអរិយសាវកជាអ្នកបាត់បាំងទិសទាំង6ដូច្នេះក្នុងពាក្យទាំងឡាយថាមេដាបៃតាអ្នកត្រូវដឹងថាទិសខាងកើតដូច្នេះគឺក៏បីជ្រាបថាមេដាបៃតាជាទិសខាងកើតព្រោះជាអ្នកមានឧបការៈគុណមុនអាចារ្យជាទិសខាងត្បូងព្រោះជាអ្នកគួរដល់តេខេណាពុទ្ធភរិយាជាទិសខាងលិចដោយអំណាចដើរតាមអំពីខាងក្រោយមិត្តសម្លាញ់ជាទិសខាងជើងព្រោះកុលបុត្រនោះអាស្រ័យមិត្តនិងសម្លាញ់ទៅឆ្លងផុតទុក្ខពិសេសទាំងនោះទាសៈនិងកាមកជាទិសខាងក្រោមដោយអំណាចតាំងនៅទៀបជើងសាមណៈព្រាហ្មណ៍ជាទិសខាងលើព្រោះភាពជាអ្នកតាំងនៅក្នុងខាងលើដោយគុណទាំងឡាយគ្នាទី70បទថាភៈតោនេភរិសាមិសេចក្តីថាអាត្មាអញដែលមេដាបៃតាឲ្យបោកដោះញ៉ាំងដៃនឹងជើងឲ្យចម្រើនបើសម្បោឲ្យងូតទឹកឲ្យស្អិតស្អាងឲ្យចិញ្ចឹមរក្សានិងផ្គត់ផ្គង់អាត្មាអញនឹងចិញ្ចឹមមេដាបៃតាទាំងនោះដែលមានវ័យចាស់ដោយការលាងជើងងូតទឹកឲ្យបបរនឹងបាយជាដើមបទថាកិច្ចចាញ់នេសាងការិសាមិសេចក្តីថាអញនឹងវាការងាររបស់ខ្លួនមានកិច្ចដែលកើតឡើងក្នុងរាជសមនៈជាដើមហើយជួយធ្វើកិច្ចរបស់មេដាបៃតាបទថាកុលវរាំងថាបេសាមិសេចក្តីថាបុត្រមិនធ្វើឲ្យវត្ថុប្រាក់និងមាសជាដើមដែលជារបស់មេដាបៃតាឲ្យវិនិច្ឆ័យហើយថែរក្សាក៏ឈ្មោះថាតាំងវងត្រកូលបុត្រធ្វើឲ្យមេដាបៃតាវិនិច្ឆ័យចាក់វងដែលប្រកបដោយអធម៌ឲ្យតាំងនៅក្នុងវងដែលប្រកបដោយធម៌មិនចូលទៅហាមសាលកផាត់ជាដើមដែលមកហើយដោយវងត្រកូលឲ្យប្រព្រឹត្តទៅក៏ឈ្មោះថារក្សាវងត្រកូលលោកពោសម្ដៅដល់បទនេះទៅពោថាអាត្មាអញនឹងរក្សាវងត្រកូលដូចនេះបទថាទាយច្ចេបដិបច្ជាមិសេចក្តីថាមេដាបៃតាទៅដល់រោងប្រជុំធ្វើទារុដែលមិនប្រព្រឹត្តតាមឱវាទរបស់ខ្លួនដែលបដិបត្តិខុសមិនឲ្យកាន់យកថាជាបុត្រទាំងនោះក៏ជាអ្នកមិនសមគួរទទួលមរតកតែមេដាបៃតារមែងធ្វើទារុដែលប្រព្រឹត្តតាមឱវាទឲ្យជាម្ចាស់ទ្រព្យដែលមាននៅក្នុងត្រកូលលោកពោថាប្រតិបត្តិឲ្យសមគួរជាអ្នកទទួលទ្រព្យមរតកបានដោយបំណងថា
យើងនឹងប្រព្រឹត្តយ៉ាងនេះដូច្នេះបទថាតេខេណាអនុបតេសាមិសេចក្តីថាអាត្មាអញនឹងធ្វើទានឧទ្ទិសចំណែកបុណ្យឲ្យដល់មេដាបៃតាទាំងនោះហើយនឹងផ្ដើមធ្វើទានឧទ្ទិសឲ្យតាំងពីថ្ងៃទី3ឡើងទៅបទថាបានិវារេនតិសេចក្តីថាមេដាបៃតាតដល់តោដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ននិងភពខាងមុខនៃបាណតិបាតជាដើមហើយខាត់ថាណែកូនបាកុំធ្វើកម្មមានសភាពបែបនេះឡើយដូច្នេះស្ដីបន្ទោសបុត្រដែលធ្វើហើយបទថាកល្យានេនិវេសន្តិសេចក្តីថាមេដាបៃតាសូមបីឲ្យតម្លៃឈ្នួលដោយអនាថបណ្ឌិកសេដ្ឋីក៏នៅតែឲ្យបទតាំងនៅក្នុងការសមាទានសិលជាដើមបទថាសត្តាំងសិក្ខាបេនតិសេចក្តីថាមេដាបៃតាដឹងភាពដែលបុត្រតាំងនៅក្នុងឱវាទរបស់ខ្លួនហើយញ៉ាំងបុត្រឲ្យសិក្សាសិល្បៈមានមុទ្ធាកេរនីរាប់ដោយមេដាជាដើមដែលប្រព្រឹត្តទៅតាមវងត្រកូលបទថាបដិរូបេនៈគឺសំគួរដល់ត្រកូលមានសិលនិងរូបជាដើមបទថាសមយេទាយចានេយាតេនតិសេចក្តីថាឲ្យទ្របក្នុងសម័យកាលដែលគួរក្នុងបទនោះសម័យមានពីរយ៉ាងគឺនិច្ចសម័យមួយកាលៈសម័យមួយមេដាបៃតាឲ្យដោយពាក្យថាចូលកូនប្រញាប់ប្រញាល់កាន់យកវត្ថុដែលគួរកាន់យកនេះចូលជាទ្រព្យសម្រាប់ចំណាយរបស់កូនចូលធ្វើកុសលដោយទ្រព្យសម្រាប់ចំណាយនេះដូច្នេះឈ្មោះថាឲ្យក្នុងនិច្ចសម័យមេដាបៃតារមែងឲ្យក្នុងសម័យកោជុកនិងរៀបការជាដើមឈ្មោះថាឲ្យក្នុងសម័យម្យ៉ាងទៀតមេដាបៃតាឲ្យដោយពាក្យថាចូលកូនធ្វើកុសលដោយទ្រព្យនេះដល់បុត្រដែលដេកលើគ្រែមរណៈក្នុងគ្រាចុងក្រោយឈ្មោះថាឲ្យក្នុងសម័យបទថាបដិឆន្នាហោតិសេចក្តីថាទើបខាងកើតដែលបុត្របាត់បង់ហើយដោយភ័យដែលក៏បីមកអំពីទើបខាងកើតរមែងមិនមកដល់បើបុត្រទាំងឡាយបដិបត្តិខុសមេដាបៃតាជាអ្នកបដិបត្តិប្រពៃដោយការចិញ្ចឹមជីវិតជាដើមតាំងពីនៅជាក្មេងទេរុទាំងនោះជាអ្នកមិនសមគួរដល់មេដាបៃតាព្រោះដូច្នោះភ័យនោះក៏បីមកដល់បុត្រទាំងឡាយជាអ្នកបដិបត្តិប្រពៃមេដាជាអ្នកបដិបត្តិខុសមេដាបៃតាក៏មិនសមគួរដល់បុត្រទាំងឡាយដូច្នោះភ័យនេះក៏បីមកដល់កាលទាំងពីរបដិបត្តិខុសក៏មានភ័យទាំងពីរយ៉ាងកាលទាំងពីរបដិបត្តិត្រូវក៏មិនមានភ័យទាំងអស់ដោយហេតុនោះទើបលោកពោលថាទើបខាងកើតនោះដែលកូនបាត់បង់ឲ្យខ្សែមិនឲ្យមានភ័យដូច្នេះលុះប្រមានប្រភីត្រាស់យ៉ាងនេះហើយបានត្រាស់ដល់សង្គាលកៈថាមនាលកហបតីបុត្របៃតារបស់អ្នកមិនបានឲ្យអ្នកនមស្ការទៅខាងមុខដែលលោកសន្មតតែបៃតារបស់អ្នកធ្វើមេដាបៃតាឲ្យដូចជាទៅខាងកើតហើយឲ្យអ្នកនមស្ការបៃតារបស់អ្នកពោដល់ទៅខាងកើតយ៉ាងនេះមិនមែនយ៉ាងដតីឡើយគ្នាទី71បទថាឧទ្ធាននៃអ្នកគឺដោយក្រោកឡើងអំពីទីអង្គុយពិតហើយសិស្សឃើញអាចារ្យមកពីចម្ងាយក្រោកអំពីទីអង្គុយធ្វើបដិសន្ធារៈទទួលរបស់អំពីដៃក្រានអាសនៈឲ្យអាចារ្យអង្គុយហើយក៏បីធ្វើការបកលាងជើងច្របាច់ជើងជាដើមនោះលោកពោលសម្ដៅយកថាឧទ្ធាននៃអ្នកដូច្នេះបទថាឧបដ្ឋាននៃអ្នកសេចក្តីថាដោយចូលទៅបម្រើមួយថ្ងៃ3ដងតែដែលពិតក៏គួរទៅក្នុងការរៀនសិល្បៈបទថាសសុសាយៈសេចក្តីថាការសិស្សមិនជឿមិនស្ដាប់តាមរមែងមិនសម្រេចគុណវិសេសបទថាបរិចរិយាយៈគឺដោយការប្រតិបត្តិបន្តិចបន្តួចមិនហួសពីសមត្ថភាពពិតហើយសិស្សគួរក្រោកឡើងអំពីព្រឹកឲ្យទឹកខ្ពុលមាត់ឈើស្ទន់ទោះក្នុងវេលាអាហារក៏កាន់យកទឹកផឹកទៅឲ្យហើយធ្វើការបម្រើរួចស្រេចហើយគួរត្រឡប់មកបានគួរបោកសំពត់ដែលសើមកគួរតាំងទឹកនូតក្នុងវេលាល្ងាចគួរឧ
ឧបថាក្នុងវេលាលោកមានជំងឺសូម្បីបព្វជិតក៏គួរធ្វើអន្តេវាសិកវត្តគ្រប់យ៉ាងនេះលោកសម្ដៅយកបទថាបរិច្ចរិយាយៈបទថាសក្កិច្ចាំសព្វបដិកហៈនេនៈសេចក្តីថាការរៀនបន្តិចបន្តួចហើយទន្ទិញច្រើនដងសូម្បីមួយបទក៏គួររៀនឲ្យដឹងពិតឈ្មោះថារៀនដោយសេចក្តីគោរពបទថាសុវិន័យតាំងវិន័យន្តិសេចក្តីថាអាចារ្យទាំងឡាយរមែងឲ្យសិស្សសិក្សាគឺអប់រំមាយាទនេះថាអ្នកគួរអង្គុយយ៉ាងនេះគួរឈរយ៉ាងនេះគួរទំពាយ៉ាងនេះគួរបរិភោគយ៉ាងនេះគួរវាមិត្តអាក្រក់គួរសាបគប់មិត្តល្អដូច្នេះបទថាសុកហេតាំងគេហាបេនតិតែក្តីថាអាចារ្យទាំងឡាយជំរះអាប់នឹងជួញជាអ្នកបង្ហាញប្រយោគហើយឲ្យសិស្សរៀនដោយអាការៈដែលសិស្សបានរៀនល្អបទថាមិត្តាមច្ចេសុបដិវេតេនតិសេចក្តីថាអាចារ្យទាំងឡាយពោលដល់គុណរបស់សិស្សយ៉ាងនេះថាសិស្សរបស់ខ្ញុំម្នាក់នេះឆ្លៀសជាពហុសោតប្រហែលនឹងខ្ញុំពួកអ្នកចូលចាំសិស្សនេះហើយឲ្យសិស្សប្រកាសក្នុងពួកមិត្តទាំងឡាយបទថាតិសាសុបរិតានាងករោនតិសេចក្តីថាអាចារ្យតែងការពារសិស្សក្នុងទិសទាំងពួងដោយឲ្យសិក្សាសិល្បៈព្រោះថាលៀបសក្ការៈរមែងកើតដល់អ្នករៀនសិល្បៈក្នុងទិសដែលទៅសម្ដែងលៀបសក្ការៈនោះបានឈ្មោះថាអាចារ្យធ្វើហើយមហាជនកាលពោលដល់គុណរបស់សិស្សនោះរមែងពោលដល់គុណរបស់អាចារ្យមុនដោយពិតថាសិស្សរបស់លោកនេះជាសិស្សដែលលាងជើងអាចារ្យហើយដូច្នេះលៀបរមែងកើតឡើងដល់សិស្សនោះសូម្បីប្រមាណដល់ព្រហ្មលោកក៏ជារបស់អាចារ្យនោះឯងម្យ៉ាងទៀតចៅទាំងឡាយក្នុងព្រៃរមែងមិនឃើញអមនុស្សក្តីពស់ជាដើមក្តីរមែងមិនបៀតបៀនសិស្សណាដែលចង់បានវិជ្ជាដើរទៅអាចារ្យឲ្យសិស្សនោះសិក្សាក៏ឈ្មោះថាធ្វើការការពារក្នុងទិសទាំងឡាយអាចារ្យទាំងឡាយលើកដំកើងសិស្សយ៉ាងនេះថាសិស្សរបស់ខ្ញុំនៅក្នុងទិសនេះមិនមានសេចក្តីផ្សេងគ្នាក្នុងសិល្បៈនេះរបស់សិស្សនិងរបស់ខ្ញុំពួកអ្នកចូលទៅសួរសិស្សនោះចុះដល់មនុស្សដែលកើតសង្ស័យអំពីទិសដែលសិស្សនោះទៅហើយមករកខ្លួនក៏ឈ្មោះថារមែងធ្វើការការពារព្រោះលៀបសក្ការៈកើតឡើងដល់សិស្សក្នុងទីនោះអធិប្បាយថារមែងធ្វើឲ្យជាទីពឹងបទប្រសេសក្នុងរឿងនេះគប្បីប្រកបដោយន័យមុននោះឯងគ្នាទី72គប្បីជ្រាបសេចក្តីក្នុងវរៈទិសទី3បទថាសមាននីយៈសេចក្តីថាដោយពាក្យពោលរាប់អានយ៉ាងនេះថានាងទេវៈនាងបេសៈដូច្នេះបទថាអវៈមេននីយៈសេចក្តីថាដោយមិនពោលមើលងាយមើលថោកវាយដំហើយនិយាយចូលនិយាយចំពោះទាសៈនិងកម្មករជាដើមដូច្នោះបទថាអនតិចរិយាយៈសេចក្តីថាស្វាមីលះបង់ភរិយាហើយទៅរីករាយនឹងស្រីដតីឈ្មោះថាប្រព្រឹត្តក្បត់ចិត្តភរិយាដោយមិនធ្វើយ៉ាងនោះបទថាអិសរិយៈវោសកេនៈសេចក្តីថាពិតហើយស្ត្រីទាំងឡាយបានអភរណៈមានមហាលតាបសាទក៏ដោយការមិនបានចាត់ចែងអាហាររមែងក្រោតកាលស្វាមីដាក់វែកក្នុងដៃហើយពោលថានាងចូលធ្វើតាមចិត្តរបស់នាងចុះដូច្នេះហើយប្រគល់ផ្ទះបាយឲ្យឈ្មោះថាប្រគល់ភាពជាធំឲ្យទាំងអស់អធិប្បាយថាដោយធ្វើយ៉ាងនោះបទថាអលង្ការានបទានេនៈសេចក្តីថាដោយប្រគល់គ្រឿងប្រដាប់តាមសមគួរដល់សម្បត្តិរបស់ខ្លួនបទថាសុសាងវិហិតកម្មន្តាសេចក្តីថាភរិយាមិនលះបង់វេលាដាំបបរដាំបាយជាដើមហើយចាត់ចែងការងារឲ្យល្អដោយការធ្វើសេចក្តីល្អដល់ស្វាមីបទថាសុសង្កហេតបរិជ្ជនីសេចក្តីថាសង្គ្រោះបរិជនដោយសេចក្តីរាប់អានជាដើមនិងដោយការបញ្ជូនដំណឹងជាដើមជនជាញាតិរបស់ស្វាមីនិងរបស់ខ្លួនឈ្មោះថាប
រិជនក្នុងទីនេះបទថាអនតិចារិណីសេចក្តីថាមិនបោះបង់ស្វាមីចោលហើយប្រាថ្នាបរោះដតីទោះដោយចិត្តបទថាសម្ភតាំងសេចក្តីថាទ្រព្យដែលស្វាមីធ្វើកសិកម្មនិងពាណិជ្ជកម្មជាដើមហើយនាំមករក្សាបទថាតេខាចៈហោតិសេចក្តីថាជាអ្នកឆ្លៀសល្អិតល្អន់ក្នុងការរៀបចំបបរនិងផាត់ជាដើមបទថាអអ្នកលក្សាសេចក្តីថាមិនខ្ជិលភរិយាមិនដូចជាស្រីពួកដតីដែលខ្ជិលច្រអូសអង្គុយនៅនឹងកន្លែងដែលខ្លួនអង្គុយឈរនៅនឹងកន្លែងដែលខ្លួនឈរដូច្នោះរមែងញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយចិត្តដ៏ទូលាយគប្បីប្រកបបទដ៏សេះក្នុងរឿងនេះដោយនៃមុននោះឯងគ្នាទី73គប្បីជ្រាបសេចក្តីក្នុងវរៈទិសទី4បទថាអវិសាវាទនតាយៈសេចក្តីថាដោយមិនខ្លែងពោលឲ្យឃ្លាតចាកសេចក្តីពិតដល់បុគ្គលដែលកាន់យកហើយមិនខ្លែងពោលឲ្យឃ្លាតចាកសេចក្តីពិតហើយឲ្យយ៉ាងនេះថារបស់ឈ្មោះនេះក៏មាននៅក្នុងផ្ទះរបស់ពួកខ្ញុំរបស់ឈ្មោះនេះក៏មានសូមទទួលយកចោះបទថាអបរៈបជាចាសៈសេចក្តីថាបុត្រធីតារបស់សម្លាញ់ឈ្មោះប្រជាបុត្រធីតារបស់បុត្រធីតាទាំងនោះជាក្មួយនិងជាចៅឈ្មោះថាប្រជាដតីរមែងបូជារមែងត្រេកអររមែងរាប់អានពួកជនទាំងនោះធ្វើការមង្គលជាដើមដល់ពួកជនទាំងនោះក្នុងការធ្វើពិធីមង្គលជាដើមបទដែលសេះក្នុងរឿងនេះក៏បីប្រកបដោយន័យមុននោះឯងគ្នាទី74បទថាយថាពលៀងកម្មន្តាំងសាងវិធានេអ្នកសេចក្តីថាដោយមិនឲ្យមនុស្សចាស់ធ្វើការងាររបស់មនុស្សកំឡោះឬមិនឲ្យមនុស្សកំឡោះធ្វើការងាររបស់មនុស្សចាស់មិនឲ្យបុរសធ្វើការងារដែលស្ត្រីធ្វើឬមិនឲ្យស្ត្រីធ្វើការងារដែលបុរសធ្វើហើយចាត់ចែងតាមកម្លាំងរបស់បុគ្គលនោះឯងបទថាផតតវេតនានុបទានេអ្នកសេចក្តីថាដោយកំណត់សេចក្តីសមគួររបស់បុគ្គលនោះថាបុគ្គលនេះមានកូនខ្ចីបុគ្គលនេះនៅរួមគ្នាមកដូច្នេះហើយឲ្យអាហារនិងឲ្យតម្លៃចាយវាយបទថាកិលានោបដ្ឋានេអ្នកសេចក្តីថាដោយមិនឲ្យធ្វើការងារក្នុងវេលាឈឺហើយឲ្យថ្នាំធ្វើឲ្យជាសះស្បើយជាដើមហើយថារក្សាបទថាអច្ឆរិយាណੰរក្សាណੰសង្វិភាកេអ្នកសេចក្តីថាកាលបានរបស់មានរសឆ្ងាញ់ប្លែកហើយមិនបរិភោគដោយខ្លួនឯងទាំងអស់ចែកឲ្យទាសៈនិងកម្មករទាំងនោះបទថាសមយេវោសកេអ្នកសេចក្តីថាដោយឲ្យឈប់សម្រាកក្នុងនិច្ចសម័យនិងកាលសម័យទាសៈនិងកម្មករធ្វើការងារអស់មួយថ្ងៃតែនឿយហត់ព្រោះដូច្នោះការដឹងវេលាហើយឲ្យឈប់សម្រាកដោយប្រការដែលទាសៈនិងកម្មករមិននឿយហត់ឈ្មោះថាឲ្យឈប់សម្រាកក្នុងនិច្ចសម័យការឲ្យរបស់ទំពានិងរបស់បរិភោគជាដើមក្នុងថ្ងៃដែលមានមហោស្រពអ្នកខត្តរិកនិងលេងកីឡាជាដើមហើយឲ្យឈប់សម្រាកឈ្មោះថាឲ្យឈប់សម្រាកក្នុងកាលសម័យបទថានិន្នាទាយិណោសេចក្តីថាមិនកាន់យកទ្រព្យណាមួយដូចជាចោលកាន់យកតែរបស់ដែលចវាយឲ្យប៉ុណ្ណោះបទថាសុកតៈកម្មករាសេចក្តីថាមិនសម្លឹងទោសថារឿងអ្វីដែលយើងនឹងធ្វើការងារឲ្យដល់គេយើងមិនបានអ្វីឡើយហើយមានចិត្តត្រេកអរធ្វើការងារជាអ្នកធ្វើការងារដែលធ្វើល្អហើយបទថាកតិវណ្ណហរីសេចក្តីថាការដល់គ្រាសន្តានីគ្រាត្រង់កណ្ដាលបរិស័ទនាំគុណរបស់ចៅវាយទៅសរសើរថាមិនមានអ្នកណាដូចចៅវាយរបស់ខ្ញុំមិនដឹងភាពជាទាសៈរបស់ខ្លួនមិនដឹងភាពដែលលោកទាំងនោះជាចៅវាយគាត់អនុគ្រោះពួកខ្ញុំយ៉ាងនេះបទដ៏សេះក្នុងរឿងនេះក៏បីប្រកបដោយន័យមុននោះឯងគ្នាទី75លោកពោលមេត្តាកាយកម្មជាដើមដែលកុលបុត្រចូលទៅតាំងមេត្តាចិត្តធ្វើហើយក្នុងបទទាំងឡាយជាដើមថា
មាតេនៈកាយៈកម្មមេនៈដូច្នេះក្នុងបទទាំងនោះការទៅវត្តដោយគិតថាអញនឹងនិមន្តភិក្ខុទាំងឡាយការកាន់ធម្មក្រកតម្រង់ទឹកនិងការធ្វើមានការគួកខ្នងនិងចរបាច់ជើងជាដើមឈ្មោះថាកាយកម្មប្រកបដោយមេត្តាការឃើញភិក្ខុទាំងឡាយទៅបណ្ឌបាតហើយពោលពាក្យជាដើមថាពួកអ្នកចូលប្រកេតបបរពួកអ្នកចូលប្រកេតបាយដោយគោរពដូច្នេះការឲ្យសាធុការហើយស្ដាប់ធម៌និងការធ្វើបដិសន្ធារៈជាដើមដោយសេចក្តីគោរពឈ្មោះថាវិជ័យកម្មប្រកបដោយមេត្តាការគិតយ៉ាងនេះថាប្រធេរៈអ្នកចូលទៅកាន់ត្រកូលរបស់ពួកយើងចូលជាអ្នកមិនមានពីចូលជាអ្នកមិនបៀតបៀនគ្នាចុះឈ្មោះថាមនោកម្មប្រកបដោយមេត្តាអដ្ឋអនេវដៈទ្វារៈតាយៈប្រែថាដោយភាពជាអ្នកមិនបិទទ្វារក្នុងបទនោះអធិប្បាយថាកុលបុត្រទោះបីបើកទ្វារតែមិនអោយមិនទទួលអ្នកមានសិលទាំងឡាយក៏ឈ្មោះថាជាអ្នកបិទទ្វារនោះឯងកុលបុត្រទោះបីបិទទ្វារតែជាអ្នកអោយទទួលអ្នកមានសិលទាំងនោះក៏ឈ្មោះថាជាអ្នកបើកទ្វារនោះឯងកាលអ្នកមានសិលមកដល់ទ្វារផ្ទះមិនគួរពោលវត្ថុដែលមានថាមិនមានហើយប្រកេតយ៉ាងនេះឈ្មោះថាភាពជាអ្នកមិនបិទទ្វារបទថាអាមិសានបតិយនេអ្នកអធិប្បាយថារបស់ដែលគួរបរិភោគមុនផតតាហាឈ្មោះថាអាមិព្រោះដូច្នោះគួរប្រកេតបបរនិងផតដល់អ្នកមានសិលទាំងឡាយដូច្នេះបទថាអនុកម្មੰសេចក្តីថាការផ្សាយប្រយោជន៍យ៉ាងនេះថាសូមសត្វទាំងឡាយទាំងពួងចូលជាអ្នកមានសេចក្តីសុខមិនមានពៀមិនមានរោគកុំបៀតបៀនគ្នាចុះម្យ៉ាងទៀតសាមណៈព្រាហ្មណ៍សូមបីនាំសក្បរមចារីអ្នកមានសិលពួកដតីហើយចូលទៅកាន់ផ្ទះរបស់ឧបថៈទាំងឡាយក៏ឈ្មោះថាអនុគ្រោះដោយចិត្តស្អាតបទថាសុតាំបរិយោតៈបេនតិសេចក្តីថាធម៌ណាដែលកុលបុត្រទាំងនោះស្ដាប់ហើយតាមប្រក្រតីសាមណៈព្រាហ្មណ៍ទាំងឡាយប្រាប់អត្ថនៃធម៌នោះហើយបន្តបងសេចក្តីសង្ស័យឬឲ្យបដិបត្តិតាមសេចក្តីពិតបទដ៏សេះក្នុងរឿងនេះក៏គប្បីប្រកបដោយន័យមុននោះឯងគ្នាទី76បទថាអលមតោសេចក្តីថាក្រហមដែលអាចធ្វើការចិញ្ចឹមរក្សាភរិយាហើយគ្រប់គ្រងផ្ទះបទថាបណ្ឌិតតោគឺជាអ្នកឆ្លៀសក្នុងឋានៈថ្វាយបង្គំទិសទាំងឡាយបទថាសន្និហោគឺជាអ្នកល្អិតល្អន់ដោយការឃើញសេចក្តីដែលសុខុមដោយពោលវាចាដ៏ពិរោះបទថាបដិភានវីគឺជាអ្នកមានបញ្ញាក្នុងឋានៈថ្វាយបង្គំទិសទាំងឡាយបទថានិវាតវុតិគឺប្រព្រឹត្តបន្ទាបបទថាអដ្ឋត្ថោគឺវាចាការឹងត្អឹងបទថាអត់ថាអ្នកកោគឺដល់ព្រមដោយសេចក្តីប្រឹងប្រែងនិងសេចក្តីព្យាយាមបទថាអនិលក្សោសេចក្តីថាប្រសចាសេចក្តីខ្ជិលច្រអូសបទថាអច្ឆតវុតិគឺមានការប្រព្រឹត្តមិនដាច់ដោយអំណាចធ្វើជាប់តគ្នាបទថាមេធាវីគឺប្រកបដោយបញ្ញាដែលធ្វើឲ្យកើតឋានៈបទថាសង្ឃហកោគឺធ្វើការសង្គ្រោះដោយសង្ឃវត្ថុ4បទថាមិត្តករោគឺស្វែងរកមិត្តបទថាវតេញូគឺដឹងពាក្យដែលបុព្វការីពោលអធិប្បាយថាក្នុងវេលាទៅផ្ទះសម្លាញ់រលឹកដល់ពាក្យដែលនិយាយដែលបុព្វការីនិយាយថាពួកអ្នកចូលឲ្យសម្ពុតជួតក្បាលចូលឲ្យសម្ពុតសាដកដល់សម្លាញ់របស់ខ្ញុំចូលឲ្យអាហារនិងតម្លៃឈ្នួលដល់មនុស្សទាំងឡាយកាយជនទាំងនោះមកផ្ទះរបស់ខ្លួនជាអ្នកធ្វើតបត្រឹមតែប៉ុណ្ណោះក្រៃលែងជាងនោះម្យ៉ាងទៀតដឹងវាចារបស់សម្លាញ់នោះសូម្បីជាវាចាដែលប្រព្រឹត្តតាមគ្នាតមកมันអាចទទួលបានដោយការខ្មាស់សម្លាញ់ដែរមកដោយគិតថាអញនឹងទៅផ្ទះរបស់សម្លាញ់ហើយនឹងកាន់យកវត្ថុនេះដូច្នេះគេមកដោយប្រយោជន៍យ៉ាងណាញ៉ាំងប្រយោជន៍យ៉ាងនោះឲ្យសម្រេចឈ្មោះថាដឹងវាចាសូម្បីពិនិត្យមើលហើយឲ្យវត្ថុដែលសម្លាញ់ខ្វះខាតក៏ឈ្មោះថាជាអ្នកដឹងវាចាដូចគ្នា
បទថានេតាសក្តីថាកាលនឹងចង្អុលបង្ហាញសក្តីនោះជាអ្នកណែនាំដោយបញ្ញាបង្ហាញហេតុច្រើនយ៉ាងណែនាំឈ្មោះថាវិនេតាណែនាំរឿយឈ្មោះថាអនុនេតាបទថាតដ្ឋៈសក្តីថាក្នុងបុគ្គលទាំងនោះបទថារថាសានៃវៈយាយតោសក្តីថាកាលការសង្គ្រោះទាំងនេះនៅមានដោយពិតលោកនៅប្រព្រឹត្តទៅបានកាលមិនបានលោកក៏ប្រព្រឹត្តទៅមិនបានដោយប្រែកទុកនៅមានរត់រមែងស្ទុះទៅបានកាលប្រែកទុកមិនបានរត់ក៏ស្ទុះទៅមិនបានដូច្នោះព្រោះហេតុនោះទើបលោកពោលថាសង្ឃធម៌ទាំងនេះមានក្នុងលោកទើបលោកប្រព្រឹត្តទៅបានដោយជារត់មានប្រែកទុកទើបប្រព្រឹត្តទៅបានដូច្នោះឯងបទថាអ្នកមេត្តាបតការណាព្រោះហេតុនៃបទសេចក្តីថាប្រសិនបើមេត្តាមិនគប្បីធ្វើការសង្គ្រោះទាំងនេះដល់បទមេត្តាមិនគប្បីបានការរាប់អានឬការបូជាព្រោះហេតុនៃបទថាសង្ឃេហាអេតេជាបឋមាវិភ័តចុះក្នុងអត្តទុតិយាវិភ័តបាថថាសង្ឃហេអេតេដូច្នេះក៏មានបទថាសមៈបេខន្តិកាត់បទជាសមាបេខន្តិបទថាបសង្សាចៈភវន្តិប្រែថាគួរបានទទួលការសរសើរគ្នាទី77ដោយប្រការដូចនេះព្រះមានប្រភាត្រាស់ថាមនិរកហបតីបុត្រអ្នកចូលអ្នកមាសកាទៅដែលបៃតារបស់អ្នកពោលសម្ដៅដល់ហើយទ្រង់សម្ដែងទិសទាំង6នេះថាប្រសិនបើអ្នកធ្វើតាមពាក្យបៃតាអ្នកចូលនមស្ការទិសទាំងនេះទ្រង់តាំងពាក្យសួរដល់សង្ឃីលកៈញ៉ាំងទេសនាឲ្យដល់ទីបំផុតហើយទ្រង់ចូលកាន់ក្រុងរាជក្រឹស្នដើម្បីបិណ្ឌបាតសង្ឃីលកៈក៏បានតាំងនៅក្នុងសរណៈទាំងឡាយហើយរយរាយទ្រព្យ40កោដក្នុងព្រះពុទ្ធសាសនាធ្វើកម្មដែលជាបុណ្យបានជាអ្នកមានសួរជាទីទៅខាងមុខក្នុងសូត្រនេះឈ្មោះថាកម្មណាដែលក្រហោះគួរធ្វើយ៉ាងណាមួយកម្មនោះដែលប្រមេនប្រភេទមិនបានត្រាស់រមែងមិនមានព្រះសូត្រនេះឈ្មោះថាកហិវិន័យព្រោះដូច្នោះការស្ដាប់ព្រះសូត្រនេះហើយបដិបត្តិតាមដែលបានទូមានសេចក្តីចម្រើនប៉ុណ្ណោះរមែងជាការប្រាថ្នាបានមិនមានសេចក្តីវិនិច្ឆ័យឡើយដូច្នេះអដ្ឋកថាសង្ឃេលកៈសូត្រក្នុងទីឃនិកាយឈ្មោះសុមង្គលវិលាសន័យចប់សង្ឃេលកៈសូត្រចប់សូត្រទី8ចប់សូមអនុមោទនីពុទ្ធសករាជ2570